ចិត្តមួយខែបានកន្លងផុតទៅបន្ទាប់ពីការប្រយុទ្ធជាមួយគ្រូមឿននៅលើភ្នំក្រហមភូមិដែលធ្លាប់តែភ័យខ្លាចស្ទើររាល់យប់ក៏ចាប់ផ្ដើមមានជីវិតរស់រវើកដូចមុនវិញពេលព្រឹកអ្នកភូមិនាំគ្នាចេញទៅស្រែទៅចំការខ្លះក៏ឡើងភ្នំរកអស់ឯពេលល្ងាចក៏នាំគ្នាមកអង្គុយជុំគ្នាក្រោមផ្ទះនិយាយរឿងនេះរឿងនោះតាមធម្មតាមានតែរឿងមួយគត់ដែលអ្នកភូមិនៅតែនិយាយមិនដាច់ពីមាត់គឺរឿងមនុស្សដែលបាត់ខ្លួនកាលពីប្រមាណខែមុនព្រោះអ្នកដែលត្រូវបានជួយត្រឡប់មកវិញមានចំនួនតិចជាងអ្វីដែលគ្រប់គ្នាធ្លាប់គិតចំណែកនៅផ្ទះរបស់តាខុនវិញបរិយាកាសក៏ស្ងប់ស្ងាត់មិនខុសពីរាល់ថ្ងៃដែរតាខុនកំពុងអង្គុយអាចឈើនៅមុខផ្ទះយាយភីរវល់ហាលឱសថដែលទើបរើសមកពីក្នុងព្រៃឯតាសាក់វិញកំពុងអង្គុយសរសេរក្រដាស់យ័ន្តថ្មីព្រោះក្រដាស់ដែលប្រើពេលប្រយុទ្ធជាមួយគ្រូមឿនស្ទើរតែអស់គ្មានសល់ចំណែកតាហាក់វិញដេកនៅក្នុងផ្ទះមិនដល់កន្លះម៉ោងផងក៏ចាប់ផ្ដើមទ្រាំមិនបានទើបដើរចេញមកក្រៅទាំងទឹកមុខស្រស់ស្រាយធ្វើដូចជាខ្លួនមិនដែលឈឺអ្វីសោះតាហាក់លាតដៃលាតជើងម្ដងរួចងាកទៅរកតាខុនគាត់និយាយទាំងសើចថាឯងមើលអញមើលអញថាជាគឺជាហើយដេកមួយខែមកហើយបើនៅតែឲ្យអញដេកទៀតមិនបាច់មានខ្មោចណាមកសម្លាប់ទេអញសុំងាប់មុនហើយតាខុនមិនទាន់ឆ្លើយអ្វីទេគ្រាន់តែកលេចមើលមួយភ្លែតរួចបន្តអរឈើធ្វើដូចមិនឮឃើញបែបនោះតាហាក់ក៏រអ៊ូបន្តថាអញនិយាយមែនណាឯងកុំគិតថាអញនិយាយលេងតាសាក់ដែលកំពុងសរសេរក្រដាស់យ័ន្តក៏លើកមុខឡើងញញឹមតិចគាត់និយាយថាតាហាក់ពាក្យនេះតាឯងនិយាយជិត10ថ្ងៃហើយរាល់ព្រឹកតាឯងថាជាហើយដល់ល្ងាចយាយភីឲ្យបបរមួយចានតាអញហូបទាំងត្រដាបត្រដួសរួចក៏ចូលទៅដេកវិញដដែលឮដូច្នោះតាហាក់ក៏ធ្វើមុខហួសចិត្តហើយក្រវីដៃថាកុំចេះតែចំអកខ្ញុំពេកលើកនេះខ្ញុំជាមែនបើមិនជាខ្ញុំមិនហ៊ានចេញមកឈរបែបនេះទេយាយភីកំពុងតែតម្រៀបឱសថក៏ងាកមកមើលតាហាក់រួចនិយាយទាំងសើចថាបើជាហើយម្សិលមិញអាណាដើរទៅដងទឹកមិនទាន់ដល់អណ្ដូងផងអង្គុយដកដង្ហើមហត់បាត់ទៅហើយតាហាក់អៀនតិចតែក៏នៅតែមិនព្រមចាញ់គាត់និយាយថាម្សិលមិញអាកាសក្តៅទេតាបើថ្ងៃនេះសាក់ម្ដងទៀតខ្ញុំធ្វើយ៉ាងងាយស្រួលនិយាយរួចតាហាក់ក៏ដើរទៅចាប់ដុំឈើធំមួយដែលតាខុនទើបអរទុកគាត់អោនចុះប្រឹងលើកទាំងទឹកមុខមើងម៉ាត់ដូចជាចង់បង្ហាញឲ្យគ្រប់គ្នាឃើញថាខ្លួនពិតជាសះស្បើយហើយដុំឈើលើកផុតដីបានបន្តិចប៉ុណ្ណោះស្រាប់តែគាត់ធ្វើមុខជ្រួញយកដៃសង្កត់ទ្រូងហើយដាក់ដុំឈើចុះវិញភ្លាមតាខុនមើលឃើញក៏ទប់សំណើចមិនជាប់គាត់សើចតិចហើយនិយាយថាឃើញទេអញប្រាប់ឯងហើយមិនទាន់ជាទេនៅតែរឹងរូសដដែលតាហាក់អង្គុយចុះលើដុំឈើទាំងធ្វើមុខមិនសប្បាយគាត់រអ៊ូថាអញអត់អីទេគ្រាន់តែដុំឈើនឹងធ្ងន់ពេកតាខុនក៏ឆ្លើយវិញភ្លាមថាធ្ងន់មែនម្សិលមិញអញលើកម្នាក់ឯង2 ដងហើយឬដូច្នោះតាសាក់សើចរហូតដាក់ក្រដាស់យ័ន្តក្នុងដៃស្ទើរមិនជាប់សូម្បីតែយាយភីក៏លួចញញឹមដែរតាខុនក៏និយាយឡើងទាំងញញឹមថាបើឯងជាមែនចឹងល្មមដល់ពេលពួកយើងចេញទៅរកអាចារ្យខ្មៅវីរៈហើយព្រោះមានស្រីដែលអាចារ្យវីរៈចាំទៅច្រើនណាស់កំពុងរងចាំយើងមិនអាចពន្យាបានទៀតទេតាហាក់ក៏សើចភ្លាមហើយនិយាយថាអញរងចាំពាក្យនឹងជិត1 ខែហើយតាសាក់ក៏ក្រោកចូលទៅក្នុងផ្ទះរួចយកផែនទីចាស់មួយសន្លឹកមកក្រាននៅលើក្តារឈើគាត់ចង្អុលទៅភ្នំខ្មៅដែលគូសនៅលើផែនទីរួចនិយាយថាបើយោងតាមផ្លូវដែលអ្នកដំណើរធ្លាប់ប្រាប់ពួកយើងត្រូវឆ្លងកាត់ភូមិ3ទៀតទើបទៅដល់ជើងភ្នំយាយភីក៏ងក់ក្បាលរួចចូលទៅប្រមូលឱសថនិងរបស់ចាំបាច់ដាក់ចូលក្នុងកន្ត្រកចំណែកតាខុននិងតាហាក់ក៏នាំគ្នារៀបចំស្បៀងនិងសម្ភារៈសម្រាប់ធ្វើដំណើរនៅថ្ងៃបន្ទាប់និយាយពីអ្នកទាំង4ឯនេះវិញព្រឹកព្រលឹមស្រាងពួកគាត់ក៏នាំគ្នារៀបចំខ្លួនចេញដំណើរតម្រង់ទៅទិសភ្នំខ្មៅតាមដែលអ្នកភូមិបានប្រាប់ដើរកាត់ព្រៃកាត់វាលឆ្លងកាត់ភូមិតូចជាច្រើននៅតាមជើងភ្នំឲ្យតែដើរដល់ភូមិណាពួកគាត់តែងតែឈប់សួរអ្នកស្រុកអ្នកភូមិនៅទីនោះតែសួរចុះសួរឡើងចម្លើយដែលទទួលបានគឺដូចគ្នាទាំងអស់ភូមិខ្លះបាត់ប្រពន្ធភូមិខ្លះបាត់កូនស្រីកំពុងតែដេកសុកស្រាប់តែបាត់សម្ោរកមុខមិនឃើញពេលតាសាក់សួរអ្នកភូមិថាតើមនុស្សស្រីអស់នឹងបាត់ទៅណាមានអ្នកណាឃើញភិនភាអីអត់អ្នកភូមិម្នាក់នឹងគាត់ក៏ធ្វើមុខភ័យងាកឆ្វេងងាកស្ដាំរួចខ្សឹបប្រាប់ថាពេលប្រលប់គេឧស្សាហ៍ឃើញមានមនុស្សប្រុសស្លៀកពាក់ខ្មៅដើរកាត់ភូមិហើយរបៀបថានាំមនុស្សស្រីដើរឆ្ពោះទៅខាងភ្នំខ្មៅនោះឯងយាយភីគាត់ក៏សួរថាចុះមិនគ្មានអ្នកណាហ៊ានតាមទៅមើលអ្នកភូមិនឹងគាត់ក៏ក្រវីក្បាលប្រញាប់តបវិញថានរណាហ៊ានទៅលោកយាយឲ្យតែផុតពីភូមិនឹងទៅគឺចូលដល់ព្រៃស្ងាត់ហើយព្រៃនឹងគ្រោះថ្នាក់ណាស់គ្មានអ្នកណាហ៊ានចូលដាច់ខាតលោកដើររហូតដល់ថ្ងៃត្រង់ព្រះអាទិត្យចំកណ្ដាលក្បាលអ្នកទាំង4ក៏មកដល់ផ្លូវលំទោចមួយនៅជាប់ជើងភ្នំតែម្ដងដោយសារតែហត់នឹងក្តៅពេកពួកគាត់ក៏នាំគ្នាឈប់សម្រាកក្រោមដើមឈើធំមួយបន្តិចសិនកំពុងតែអង្គុយបកផ្លិតយកខ្យល់ស្រាប់តែឃើញបរិសុទ្ធចំណាស់ម្នាក់មុខមាត់កាត់ថ្ងៃខ្មៅរៀងស្គមគាត់កំពុងតែស្ពាយអស់ដើរចេញពីព្រៃមកនៅចង្កេះគាត់មានសៀតកំបិតមួយរួចនៅលើស្មាមានស្ពាយខ្សែអន្ទាក់សัตว์ជាច្រើនខ្សែកំពុងដើរតម្រង់មកផ្លូវនឹង
តាគុណឃើញអញ្ចឹងក៏ក្រោកឈរលើកដៃសំពះធ្វើការគួរសមរួចក៏សួរផ្លូវថាលោកបងអធិស្ឋានតើផ្លូវនឹងដើរទៅដល់ភ្នំខ្មៅមែនអត់បុរសចំណាស់នឹងគាត់ឈប់ងក់គាត់ដាក់ដុំអស់ចុះរួចងើបមុខសម្លឹងមើលអ្នកទាំង4តាំងពីក្បាលដល់ចុងជើងរបៀបថាគាត់ឆ្ងល់គាត់សួរតបវិញបន្តិចថាពួកលោកបងចង់ទៅធ្វើអីនៅទីនោះមើលទៅមិនដូចជាអ្នករកស៊ីកាប់ឈើទេតែហាក់គាត់មនុស្សត្រង់គាត់ក៏ប្រាប់តាមត្រង់ថាពួកខ្ញុំនេះកំពុងតែតាមរកមនុស្សដែលបាត់ខ្លួនក៏ដើរតាមដានរហូតមកដល់ទីនេះឯងគ្រាន់តែឮពាក្យថាតាមរកមនុស្សបាត់ខ្លួនភ្លាមព្រានចាស់នឹងគាត់ក៏ដកដង្ហើមធំរួចក្រវីក្បាលតិចគាត់ប្រាប់ដោយសំឡេងស្ងប់ថាបើមកតាមរកមនុស្សបាត់មែនពួកលោកបងមកត្រូវកន្លែងហើយតែទាស់ត្រង់ថាព្រានចាស់គាត់ក៏អង្គុយចុះលើគល់ឈើរួចចាប់ផ្ដើមរៀបរាប់ប្រាប់ថាគាត់នេះរស់នៅទីនេះតាំងពីដឹងក្តីចូលព្រៃនេះរាល់ថ្ងៃដោយផ្ទះទី2អញ្ចឹងកាលពីមុនព្រៃខាងមុខនេះសម្បូរសត្វណាស់ពួកព្រានព្រៃតែងតែចូលបបាញ់សង់ធ្នាក់ដេកយាមបបាញ់សត្វសឹងរាប់យប់រកឃ្មុំរកអស់អត់ដែលមានរឿងអីកាត់ឡើងសោះតែវាចម្លែកត្រង់ថាប្រហែលជាមួយឆ្នាំចុងក្រោយនេះព្រៃនឹងចាប់ផ្ដើមប្រែប្រួលលែងមាននរណាហ៊ានចូលទៀតហើយតាសាគាត់ក៏សួរកាត់ថាតើមានរឿងអីទៅលបងព្រានចាស់គាត់សម្លឹងទៅព្រៃរួចប្រាប់ថាពួកព្រានដែលធ្លាប់ទៅចូលព្រៃបរបាញ់ជាមួយគាត់នឹងចាប់ផ្ដើមបាត់ខ្លួនម្ដងម្នាក់អ្នកខ្លះគ្រាន់តែចូលទៅមើលអន្ទាក់ពេលព្រឹកដល់ល្ងាចក៏បាត់សម្ោចឈឹងខ្លះទៀតចូលទៅយកឃ្មុំ3នាក់ដល់ពេលរត់ចេញមកវិញសល់តែ2នាក់ឯអ្នកដែលបាត់ខ្លួននឹងទោះបីខំរកប៉ុណ្ណាក៏ដោយក៏មិនឃើញសូម្បីតែសាកសពឬដានជើងបន្តិចសោះរបៀបថាបាត់ដូចគេចាប់យកទៅលាក់អញ្ចឹងតាសាគាត់ក៏សួរបញ្ជាក់បន្ថែមថាចុះលបងអ្នកដែលរត់រួចរស់ជីវិតត្រឡប់មកវិញនឹងគេបានប្រាប់អីខ្លះដែរទៅព្រានចាស់គាត់ស្ងាត់មាត់ឈឹងមួយសន្ទុះទឹកមុខគាត់រៀងប្រែប្រួលបន្តិចគាត់ថាព្រឺសម្បល់ពេលនឹកឃើញរឿងនឹងគាត់ដកដង្ហើមធំរួចប្រាប់តិចថាអ្នកដែលរួចខ្លួនមកនឹងគឺនិយាយសាច់រឿងតែមួយដូចគ្នាទាំងអស់គាត់ថាពេលថ្ងៃព្រៃនឹងមើលទៅធម្មតាដូចព្រៃយើងដទៃអញ្ចឹងអត់មានអីគួរឲ្យកត់សម្គាល់ទេតែឲ្យតែពេលព្រះអាទិត្យលិចបាត់ពន្លឺវឹងអ្វីនៅក្នុងព្រៃនឹងចាប់ផ្ដើមប្រែកលាខុសឆ្លាស់តែម្ដងពេលយប់ជ្រៅស្ងាត់ឈឹងគេឧស្សាហ៍ឮសំឡេងមនុស្សស្រែកហៅចេញពីក្នុងព្រៃងងឹតនឹងមកអ្នកខ្លះឮសំឡេងប្រពន្ធយំអ្នកខ្លះឮសំឡេងកូនតូចស្រែកហៅហើយខ្លះទៀតក៏ឮសំឡេងមិត្តភក្តិដែលបាត់ខ្លួននឹងឯងសំឡេងនឹងវាយំទៅដាបទៅដួសអង្វរហៅម្ដងហើយម្ដងទៀតសូមឲ្យគេទៅជួយវាអញ្ចឹងព្រានចាស់គាត់បញ្ជាក់ច្បាស់ថាអ្នកណាដែលទុនចិត្តហ៊ានតែបោះជំហានដើរតាមសំឡេងនឹងហើយគឺមិនដែលឃើញមានដង្ហើមរស់ត្រឡប់មកវិញទេយាយភីគាត់ស្ដាប់ឮអញ្ចឹងគាត់ក៏ងាកមុខទៅមើលតាសាក់ភ្លាមឯតាសាក់គាត់អត់មានបញ្ចេញមតិអីទេគាត់គ្រាន់តែកក់ក្បាលតិចកំពុងតែចងចាំគាត់ត្រាព័ត៌មានអស់នឹងទុកក្នុងខួរក្បាលបន្ទាប់មកព្រានចាស់គាត់ក៏ចាប់ផ្ដើមប្រាប់ពីក្បួនតម្រាដីក្នុងព្រៃនឹងតែម្ដងគាត់ទម្លាក់កន្ត្រកគាត់ចុះរួចរើសយកមែកឈើមួយមកគូសវាសនៅលើដីឲ្យមើលគាត់គូសជារូបដើមឈើធំមួយរួចគូសបញ្ជាក់ពីកន្លែងដែលត្រូវសង់ធ្នាក់នៅលើមែកឈើនឹងគាត់ប្រាប់សង្កត់សម្លេងថាសម្រាប់ពួកព្រានព្រៃទោះខកជើងយ៉ាងណាក៏ដោយក៏គេមិនដែលទម្លាក់ខ្លួនដីផ្ទាល់លើដីដាច់ខាតចូលដល់ព្រៃជ្រៅគេតែងតែកាប់ឈើសង់ធ្នាក់នៅលើដើមឈើខ្ពស់ធំសម្រាប់ស្នាក់នៅពេលយប់ធ្នាក់នឹងទៀតសោតត្រូវតែចង់ឲ្យរឹងមាំហើយត្រូវតែប្រញាប់ឡើងទៅនៅលើនឹងឲ្យទាន់មុនពេលព្រះអាទិត្យលិចគាត់សង្កត់ធ្ងន់ថាពេលមេឃងងឹតហើយទោះបីជាឮសំឡេងអីឬឃើញអ្នកណាមកឈរហៅពីក្រោមដើមឈើក៏ដោយក៏ហាមដាច់ខាតមិនឲ្យចុះពីលើធ្នាក់នោះទេនេះគឺជាច្បាប់មាសដែលពួកព្រានចាស់គាត់ផ្ដាំតគ្នាមកហើយអ្នកណាដែលរឹងក្បាលមិនស្ដាប់តាមច្បាប់នេះគឺស្ទើរតែគ្មានសល់ឆ្អឹងត្រឡប់មកផ្ទះវិញឡើយក្រោយពីរៀបរាប់បញ្យលក្បួនខ្នាតអស់ហើយព្រានចាស់គាត់ក៏ងើបឈរឡើងរួចសម្លឹងមើលមុខអ្នកទាំង4តាំងពីក្បាលដល់ចុងជើងម្ដងទៀតមើលទៅគាត់នៅតែមិនសូវទុកចិត្តថាពួកគាត់នេះអាចរស់រានមានជីវិតឆ្លងផុតយប់នេះបានទេគាត់ដកដង្ហើមធំរួចប្រាប់ថាកុំឲ្យពិបាកចាំគាត់នាំពួកលោកបងចូលទៅរកដើមឈើណាដែលធំល្អនិងសុវត្ថិភាពអាចសង់ធ្នាក់បានចុះរួចសឹមគាត់បញ្ញាប់ដើរត្រឡប់មកភូមិវិញឲ្យទាន់មុនពេលព្រះអាទិត្យលិចព្រះអាទិត្យចាប់ផ្ដើមរេទៅទិសខាងលិចប៉ុន្តែនៅសល់ពេលល្មមសម្រាប់ចូលទៅរកកន្លែងស្នាក់នៅមុនថ្ងៃលិចពេលឈានជើងផុតមាត់ព្រៃបានតែប៉ុន្មានជំហានអ្នកទាំង4ក៏មានអារម្មណ៍ថាបរិយាកាសជុំវិញប្រែប្រួលភ្លាមខ្យល់ត្រជាក់ជាងខាងក្រៅស្របពេលដើមឈើធំដុះជិតគ្នារហូតពន្លឺថ្ងៃស្ទើរតែមិនអាចចាំងចូលដល់ដីតាហាក់សម្លឹងជុំវិញរួចនិយាយថាមិនទាន់ល្ងាចស្រួលបួលផងតែខាងក្នុងព្រៃងងឹតដល់ថ្នាក់នេះទៅហើយអ្នកទាំង5ដើរចូលកាន់តែជ្រៅបន្តិចម្ដងអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍គឺភាពស្ងាត់ដែលមិនគួរមានព្រៃធំបែបនេះគួរតែមានសំឡេងសត្វស្លាបឬសំឡេងសត្វល្អិតយ៉ាងហោចណាស់មួយចំនួនប៉ុន្តែនៅទីនេះគ្មានសំឡេងអ្វីទាំងអស់មានតែសំឡេងជើងរបស់ពួកគាត់ជន់លើស្លឹកឈើងាប់ប៉ុណ្ណោះតាខុនឈប់ដើរមួយផ្លេតរួចអោនមើលដីគាត់និយាយថាចម្លែកមែនសូម្បីតែស្នាមជើងសត្វក៏មិនឃើញដែរព្រានចាស់ក៏ងក់ក្បាលរួចឆ្លើយថានេះហើយជារឿងដែលធ្វើឲ្យពួកព្រានព្រៃឈប់ចូលព្រៃនេះ
ព្រៃណាគ្មានសត្វព្រៃនោះមិនមែនជាព្រៃធម្មតាទេតាសាក់មិនបាននិយាយអ្វីឡើយគាត់ដើរយឺនខណៈភ្នែកសម្លឹងជុំវិញមិនឈប់មួយសន្ទុះក្រោយមកគាត់ក៏លុតជង្គង់ចុះប៉ះដីដោយបាតដៃហើយបិទភ្នែកស្ងៀមតាហាក់ឃើញដូច្នោះក៏សួរថាមានរឿងអីតាសាក់បើកភ្នែកឡើងវិញដោយទឹកមុខមើងម៉ាត់រួចនិយាយថាខ្ញុំមិនទាន់ដឹងថាជាអាគមអ្វីទេតែព្រៃនេះមិនមែនគ្រាន់តែមានព្រៃទេតែដូចជាមានអ្នកណាម្នាក់បានដាក់អាគមគ្រប់ដណ្ដប់ព្រៃទាំងមូលអារម្មណ៍ដែលខ្ញុំទទួលបានដូចជាខ្សែអ្វីមួយយ៉ាងកំពុងរុំជុំវិញព្រៃនេះយាយភីក៏ងក់ក្បាលតិចហើយនិយាយថាបើពិតជាមានអ្នកប្រើអាគមដល់ថ្នាក់នេះម្ចាស់អាគមប្រកាសជាមិនធម្មតាទេពួកគាត់ដើរបន្តអស់រយៈពេលជាយូរព្រានចាស់ក៏ឈប់នៅក្រោមដើមឈើធំមួយដែលមានមែករឹងមាំលាតសន្ធឹងទៅគ្រប់ទិសគាត់ងើយមុខមើលលើមែកឈើមួយសន្ទុះមុននឹងនិយាយថាយប់នេះស្នាក់នៅទីនេះទៅដើមឈើនេះចាស់នឹងរឹងមាំគ្រប់គ្រាន់សម្រាប់ធ្វើធ្នាក់និយាយចប់គាត់ក៏យកពូថៅមកកាប់ឫស្សីនិងមែកឈើតូចនៅក្បែរនោះតាហាក់និងតាខុនក៏ចូលទៅជួយកាត់ឈើចំណែកតាសាក់និងយាយភីជួយចងខ្សែនិងរៀបចំកន្លែងសម្រាប់អង្គុយអ្នកទាំង5ធ្វើការយ៉ាងរហ័សព្រោះគ្រប់គ្នាដឹងថាមិនអាចឲ្យថ្ងៃលិចមុនការងាររួចជាដាច់ខាតមិនយូរប្រមាណធ្នាក់មួយដែលអាចស្នាក់នៅបានមនុស្ស4នាក់ក៏ត្រូវបានសង់រួចនៅលើមែកឈើខ្ពស់ពីដីជាច្រើនម៉ែត្រពេលធ្នាក់សង់រួចព្រានចាស់ក៏ប្រមូលពូថៅនិងសម្ភារៈរបស់គាត់ដាក់ចូលក្នុងកន្ត្រករបស់គាត់វិញតាហាក់ក៏សួរថាតាមមិននៅជាមួយពួកខ្ញុំទេឬព្រានចាស់ញញឹមតិចហើយក្រវិក្បាលគាត់និយាយថាខ្ញុំអាចជួយពួកលបងបានត្រឹមនេះប៉ុណ្ណោះពេលថ្ងៃលិចខ្ញុំមិនដែលនៅក្នុងព្រៃនេះទេបើខ្ញុំនៅបន្តក៏មានតែធ្វើឲ្យពួកលបងពិបាកការពារប៉ុណ្ណោះមុននឹងចេញទៅគាត់ក៏និយាយផ្ដាំម្ដងទៀតថាចាំពាក្យខ្ញុំឲ្យច្បាស់ពេលថ្ងៃលិចហើយមិនថាលើសម្លេងអ្នកណាហៅក៏កុំចុះពីធ្នាក់ចាំឲ្យថ្ងៃរះសិនទើបធ្វើអ្វីក៏បានអ្នកទាំង4លើកដៃលាព្រានចាស់ខណៈគាត់ដើរត្រឡប់ចេញពីព្រៃតាមផ្លូវដើមមិនយូរប៉ុន្មានស្រមោលរបស់គាត់ក៏បាត់ទៅក្រោយដើមឈើធំទុកឲ្យអ្នកទាំង4នៅសល់តែម្នាក់ឯងកណ្ដាលព្រៃដ៏ស្ងប់ស្ងាត់ងាកមកមើលពួកគាត់ទាំង4នាក់ឯនេះវិញមុនមេឃងងឹតពួកគាត់នាំគ្នាប្រមូលអស់ស្ងួតមកគល់ទុកក្បែរគល់ឈើតាហាក់គាត់បង្កាត់ភ្លើងតូចមួយនៅផ្ទាល់ដីឯតាខុនក៏យកស្បៀងដែលបានរៀបចំទុកពីផ្ទះនឹងមកលាអង្គុយហូបជុំគ្នាកំពុងតែហូបនឹងតាហាក់គាត់ក៏រអ៊ូលតិចថាហូបតែត្រីងៀតនិងបាយក្រៀមរាល់ថ្ងៃអញ្ចឹងចង់ស្គិតពោះអស់ហើយឥឡូវនឹកឃើញដល់សាច់គោអាំងធ្វើដោយក្រមុំនៅឯភូមិហើយតាខុនលឺអញ្ចឹងគាត់ក៏ឌឺឲ្យវិញភ្លាមថាកុំចង់រើសចំណីពេកអាហាក់អើយឯងទៅតែងើបពីឈឺទេមានអីហូបនឹងសិនទៅប្រយ័ត្នតែយប់នឹងគ្មានកម្លាំងរត់ត្រូវព្រាយស៊ីតែឯងទៅតាសាក់គាត់អង្គុយញញឹមតិចអាយភីគាត់ខំប្រឹងទប់សំណើចរួចក៏ទឿនឲ្យអ្នកទាំងពីរឆាប់ហូបឆាប់ហើយព្រោះមេឃរៀបនឹងលិចបានពីកំពូលភ្នំហើយហូបអីរួចរាល់ពួកគាត់ក៏ប្រញាប់ឡើងទៅលើធ្នាក់ឲ្យទាន់មុនថ្ងៃលិចមិនយូរប៉ុន្មានពន្លឺព្រះអាទិត្យក៏រលាយបាត់សូន្យជើងតែម្ដងព្រៃទាំងមូលលិចចូលក្នុងភាពងងឹតយ៉ាងឆាប់រហ័សរបៀបថាទួបើកភ្នែកក៏មើលមុខគ្នាស្ទើរតែមិនច្បាស់ដែរតាហាក់គាត់យកអុសដែលរើសតាំងពីល្ងាចនឹងមកបង្កាត់ភ្លើងតូចមួយក្រោមធ្នាក់ដើម្បីបំភ្លឺអាសំនៀងឌឺដងគ្នាលេងអំបញ្ញមិញនឹងក៏ស្ងាត់ជ្រងំបាត់ទៅវិញព្រោះបរិយាកាសព្រៃដ៏ធំល្វឹងល្វើយនេះវាស្ងាត់រហូតដូចជាគ្មានជីវិតរស់នៅសោះតែម្ដងអ្នកទាំង4អង្គុយជុំគ្នាយ៉ាងស្ងៀមស្ងាត់ដោយគ្មានអ្នកណានិយាយច្រើនឡើយតាសាក់សម្លឹងទៅព្រៃភាពងងឹតរួចនិយាយតិចថាប្រយ័ត្នទាំងអស់គ្នាយប់នេះប្រហែលមិនស្រួលនោះទេពេលរាត្រីកាន់តែជ្រៅស្រាប់តែមានសម្លេងខ្សោយលាន់ចេញពីក្រោមធ្នាក់ដំបូងសម្លេងនោះស្រាលណាស់រហូតអ្នកទាំង4គិតថាជាខ្យល់ប៉ុន្តែបន្តិចក្រោយមកវាកាន់តែច្បាស់ឡើងវាជាសម្លេងក្មេងតូចម្នាក់កំពុងយំសម្លេងនោះនិយាយទាំងអួតដើមកថាជួយខ្ញុំផងខ្ញុំវង្វេងផ្លូវខ្ញុំរកផ្លូវចេញមិនឃើញទេជួយខ្ញុំផងតាហាក់ក៏ងើបមុខសម្លឹងចុះទៅក្រោមធ្នាក់ភ្លាមប៉ុន្តែដោយសារងងឹតខ្លាំងពេកគាត់មើលមិនឃើញអ្វីសោះតាខុនក៏និយាយតិចថាកុំឆ្លើយតបក្មេងម្នាក់មិនអាចដើរចូលមកដល់ទីនេះតែម្នាក់ឯងនៅពេលយប់បានទេសម្លេងក្មេងនោះបន្តហៅមួយសន្ទុះទៀតមុននឹងស្ងាត់បាត់ទៅវិញប៉ុន្តែមិនទាន់បានប្រមាណដង្ហើមផងសម្លេងថ្មីមួយក៏លាន់ឡើងពីខាងស្ដាំលើកនេះជាសម្លេងបរោះចំណាស់សម្លេងនោះដកដង្ហើមនឹងហក់ហើយនិយាយថាមានអ្នកណានៅលើនោះទេជួយខ្ញុំផងខ្ញុំត្រូវពោះចឹកហើយខ្ញុំដើរមិនរួចទេសូមជួយខ្ញុំផងយាយភីបិទភ្នែកស្ដាប់មួយផ្លេតរួចក្រវីក្បាលគាត់និយាយថាកុំជឿវាសម្លេងនេះគ្មានខ្យល់ដង្ហើមរបស់មនុស្សរស់ទេវាគ្រាន់តែចង់ឲ្យពួកយើងចុះពីធ្នាក់ប៉ុណ្ណោះបន្ទាប់ពីសម្លេងមនុស្សចាស់បាត់ទៅព្រៃក៏ស្ងាត់ម្ដងទៀតតែភាពស្ងាត់នោះមិនបានយូរប៉ុន្មានទេមួយរំពេចសម្លេងថ្មីមួយក៏លាន់ឡើងពីក្រោមដើមឈើលើកនេះអ្នកដែលភ្ញាក់ជាងគេគឺតាហាក់ព្រោះសម្លេងនោះមិនមែនជាសម្លេងមនុស្សចម្លែកឡើយវាជាសម្លេងដែលគាត់ស្គាល់ច្បាស់តាំងពីក្មេងសម្លេងនោះហៅថាហាក់កូនអើយកូនហាក់ជួយម៉ែផងកូនម៉ែនៅខាងក្រោមនេះតាហាក់ស្រាប់តែក្តាប់ដៃជាប់ទឹកមុខរបស់គាត់ប្រែជាស្លេកហើយភ្នែកនៅតែសម្លឹងទៅក្រោមធ្នាក់ដោយមិនដាស់
សំឡេងនោះនៅតែបន្តហៅមិនឈប់កូនហាក់មកជាក់ណាស់ចុះមកជួយម៉ែបន្តិចមកកូនតាហាក់ដូចជាភ្លេចអ្វីនៅជុំវិញខ្លួនអស់ព្រៀបដោយត្រូវគេសណ្ដំគាត់ក្រោកឈរយឺតហើយដើរសម្ដៅទៅរកខ្សែដែលចងទម្លាក់ពីធ្នាក់តាខុនឃើញដូច្នោះក៏ហៅថាអាហាក់ឯងប្រុងធ្វើអីប៉ុន្តែតាហាក់ដូចជាមិនឮសំឡេងនោះទេដៃរបស់គាត់ចាប់ខ្សែជាប់ហើយស្ទើរតែចាប់ផ្ដើមចុះទៅហើយភ្លាមនោះយាយភីក៏ស្ទុះទៅចាប់កដៃតាហាក់ទាញមកវិញយ៉ាងខ្លាំងគាត់ថាតាហាក់ដឹងខ្លួនឡើងម៉ែរបស់អ្នកស្លាប់តាំងពីយូរហើយតាហាក់ស្រាប់តែភ្ញាក់ដូចអ្នកទើបងើបពីសបិនគាត់ដកដៃចេញពីខ្សែភ្លាមរួចដកដង្ហើមញាប់ញើសទៅជាហូរពេញថ្ងាសគាត់ស្ទាបមកខ្លួនឯងមួយសន្ទុះមុននឹងនិយាយដោយសំឡេងញ័រថាមួយផ្លែតមុនខ្ញុំគិតថាម៉ែនៅខាងក្រោមមែនតាសាក៏យកกระดาษយន្តមួយសន្លឹកបិទទៅលើដើមឈើដែលពួកគាត់ចងធ្នាក់រួចសូត្រគាថាការពារខ្លីគាត់និយាយថាចាប់ពីពេលនេះទៅមិនថាឮសំឡេងនរណាទៀតក៏កុំឆ្លើយកុំងាករកហើយកុំចុះពីធ្នាក់ជាដាច់ខាតអ្វីដែលនៅក្នុងព្រៃនេះកំពុងប្រើចិត្តរបស់ពួកយើងធ្វើជាអាវុធដោយមិនឃើញមានអ្នកចុះមកសំឡេងរបស់ម្ដាយតាហាក់ក៏បាត់ទៅវិញហើយព្រៃទាំងមូលក៏ចាប់ផ្ដើមស្ងាត់ម្ដងទៀតមានតែសំឡេងខ្យល់ត្រជាក់បក់កាត់មែកឈើប៉ុណ្ណោះមួយសន្ទុះក្រោយមកតាខុនដែលកំពុងអង្គុយយាមនៅកែមធ្នាក់ស្រាប់តែសម្លឹងចុះទៅក្រោមដោយមិនព្រិចភ្នែកគាត់លើកដៃចង្អុលទៅក្រោមយឺតដោយមិននិយាយមួយម៉ាត់អ្នកទាំង3ងាកទៅមើលតាមភ្លាមនៅក្រោមដើមឈើចម្ងាយមិនដល់10ម៉ែត្រពីធ្នាក់មានមនុស្សម្នាក់កំពុងឈរស្ងៀមងើយមុខសម្លឹងមកលើអ្នកទាំង4ដោយមិនដឹងថាគាត់មកឈរនៅទីនោះតាំងពីពេលណាអ្នកទាំង4សម្លឹងទៅកាន់មនុស្សដែលឈរនៅក្រោមធ្នាក់ដោយមិនហ៊ានដកភ្នែកបុរសនោះស្លៀកសម្លៀកបំពាក់ព្រានព្រៃចាស់សៀតកំបិតខ្លីនៅចង្កេះហើយនៅលើស្មាមានកន្ត្រកដាក់អស់នឹងថ្នាំខ្មែរមួយទឹកមុខរបស់គាត់មើលទៅស្លេកស្លាំងហាក់ដូចជាមនុស្សដែលវង្វេងព្រៃអស់ជាច្រើនថ្ងៃគាត់ងើយមុខសម្លឹងមកលើធ្នាក់រួចនិយាយដោយសំឡេងញ័រថាអ្នកទាំងអស់គ្នាជួយខ្ញុំផងខ្ញុំវង្វេងផ្លូវតាំងពីរសៀលមកខ្ញុំដើររកផ្លូវចេញមិនឃើញទេសូមឲ្យអ្នកណាម្នាក់ចុះមកជួយខ្ញុំបន្តិចទៅតាហាក់ក៏ស្រែកសួរចុះទៅថាអ្នកមកពីណាហេតុអីបានជានៅក្នុងព្រៃនេះពេលយប់បុរសនោះក៏ប្រញាប់ឆ្លើយវិញថាខ្ញុំចូលមករកអស់តាំងពីថ្ងៃប៉ុន្តែដើរវង្វេងផ្លូវខ្ញុំដើររហូតដល់យប់ហើយទើបឃើញភ្លើងរបស់អ្នកទាំងអស់គ្នាខ្ញុំមិនមានបំណងអាក្រក់ទេសូមជួយខ្ញុំផងខ្ញុំខ្លាចណាស់ខ្ញុំមិនចង់ស្លាប់នៅក្នុងព្រៃនេះទេយាយភីមិនបាននិយាយអ្វីឡើយគាត់គ្រាន់តែសម្លឹងមើលបរោះនោះមិនដាក់ភ្នែកចំណែកតាសាក់ក៏នៅស្ងៀមដែរដូចជាកំពុងរងចាំឲ្យបរោះនោះនិយាយបន្តមានតែតាខុនប៉ុណ្ណោះដែលផ្លាស់ទីអង្គុយទៅចិត្តគឹមធ្នាក់បន្តិចគាត់មិនសម្លឹងមុខបរោះនោះទេប៉ុន្តែបែរជាសម្លឹងទៅដីនៅជុំវិញខ្លួនបរោះនោះវិញមួយសន្ទុះក្រោយមកទឹកមុខរបស់តាខុនក៏ប្រែជាជ្រួញចង់ចិញ្ចើមគាត់និយាយតិចថាកុំឆ្លើយតបវាទៀតតាហាក់ងាកមកសួរភ្លាមថាហេតុអីតាខុនក៏លើកដៃចង្អុលទៅក្រោមរួចនិយាយថាឯងមើលដីក្រោមជើងវាទៅអ្នកទាំង3សម្លឹងចុះទៅភ្លាមពន្លឺភ្លើងពីលើធ្នាក់បញ្ចាំងចុះទៅដល់ដីដើមឈើធំជុំវិញសុទ្ធតែមានស្រមោលអូសវិញនៅលើដីសូម្បីតែធ្នាក់ដែលអ្នកទាំង4កំពុងអង្គុយក៏មានស្រមោលធ្លាក់ចុះដែរប៉ុន្តែបរោះដែលឈរនៅក្រោមដើមឈើនោះបែរជាគ្មានស្រមោលសូម្បីតែបន្តិចហាក់ដូចជាពន្លឺទាំងអស់មិនអាចប៉ះដល់រាងកាយរបស់វាបានពេលឃើញអ្នកទាំង4នៅតែអង្គុយស្ងៀមមិនមានអ្នកណាចុះទៅរកវាបរោះនោះក៏ឈប់សុំជំនួយភ្លាមទឹកមុខដែលធ្លាប់មើលទៅគួរឲ្យអាណិតក៏ចាប់ផ្ដើមប្រែប្រួលជ្រុងបបោមាត់របស់វាលើកឡើងយឺតរហូតខ្លាចជាស្នាមញញឹមដល់ចម្លែកបន្ទាប់មកវាក៏សើចចិត្តតិចដំបងសម្លេងសើចនោះស្រាលប៉ុន្តែមួយផ្លែតក្រោយវាក៏ខ្លាចជាសម្លេងសើចស្អកដែលលាន់អង្រួនព្រៃទាំងមូលសម្លេងនោះមិនមែនជាសម្លេងមនុស្សទៀតឡើយរាងកាយរបស់វាចាប់ផ្ដើមញ័រយឺនឆ្អឹងនៅក្នុងផុសឡើងស្មារីធំហើយដៃទាំងពីរក៏លូតវែងជាងមុនសម្លៀកបំពាក់ដែលស្លៀកជាប់ខ្លួនរហែកដាច់ម្ដងបន្តិចចុចម្ដងបន្តិចខណៈរោមពណ៌លឿងលាយខ្មៅចាប់ផ្ដើមដុះគ្របពេញរាងកាយម្រាមដៃប្រែខ្លាចជាកញ្ញាមុតស្រួយចង្គមវិញក៏លេចចេញពីមាត់មិនដល់ប្រមាណដង្ហើមផងបរោះដែលឈរនៅក្រោមធ្នាក់ក៏លែងមានរូបរាងជាមនុស្សទៀតហើយនៅចំពោះមុខអ្នកទាំង4គឺជាព្រីខ្លាដ៏ធំមួយក្បាលភ្នែកទាំងពីររបស់វាបញ្ចេញពន្លឺពណ៌លឿងភ្លឺចាំពីក្នុងព្រៃងងឹតតាសាក់ដកដង្ហើមធំមួយរួចនិយាយថាព្រីខ្លាពិតដូចអ្វីដែលព្រានចាស់បានប្រាប់មែនវាបន្លំខ្លួនជាមនុស្សដើម្បីឲ្យអ្នកដំណើរចុះពីធ្នាក់គ្រប់គ្នាមិនបាននៅស្ងៀមរងចាំមើលបន្តថាព្រីខ្លានោះធ្វើអ្វីទៀតសិនព្រីខ្លាបញ្ចេញសម្លេងក្រហើមមួយសន្ធឹករួចលោតឡើងទៅលើដើមឈើក្បែរធ្នាក់យ៉ាងរហ័សកញ្ញាំដ៏មុតស្រួចរបស់វាក្រវ៉ាត់កាត់សម្បកឈើបែកខ្ទេចខណៈភ្នែកពណ៌លឿងរបស់វានៅតែសម្លឹងមកលើអ្នកទាំង4មុតរពេចប៉ុណ្ណោះវាក៏ស្ទុះចេញពីមែកឈើសម្ដៅមករកធ្នាក់ដោយល្បឿនដូចភ្លេចបន្ទោឃើញបែបនេះតាហាក់បោះជំហានទៅមុខមួយជំហានខណៈរងើកភ្លើងតូចចាប់ផ្ដើមឆាបឆេះជុំវិញដៃរបស់គាត់ចំណែកតាខុនក៏ប្រមូលអំណាចអាគមរបស់គាត់ដោយភ្នែកនៅតែសម្លឹងទៅលើព្រាយខ្លាមិនដាក់ក្រញាំរបស់ព្រាយខ្លាសម្ដៅមករកតាហាក់ដោយផ្ទាល់
តាហាក់លោតចេញពីថ្នាក់ភ្លាមហើយចុះឈរនៅលើមេឈើធំមួយក្បែរនោះគាត់ផ្គុំដៃទាំងពីរសូត្រគាថាខ្លីមួយឃ្លាមុននឹងស្រែកឡើងថាអញ្ជើញខ្លាដំបងអាគីភ្លាមនោះភ្លើងពណ៌ក្រហមភ្លឺចាំងក៏ផ្ទុះចេញពីក្រោមជើងគាត់អណ្ដាតភ្លើងវិលជុំគ្នាខ្លាចជារូបខ្លាដ៏ធំមួយក្បាលខ្លាដំបងអាគីក្រហមក៏ក្រៅព្រៃមុននឹងលោតចេញទៅទទួលព្រាយខ្លាភ្លាមខ្លាមួយជាព្រាយខ្លាមួយជាវិញ្ញាណអាគមសត្វទាំងពីរបូកគ្នាពេញទំហឹងនៅលើមែកឈើរហូតមែកធំបាត់ធ្លាក់មកដីជាបន្តបន្ទាប់ព្រាយខ្លាមានល្បឿនលឿនខ្លាំងប៉ុន្តែខ្លាដំបងអាគីក៏មិនចាញ់ដែររាល់ពេលព្រាយខ្លាស្ទុះចូលវាត្រូវខ្លាដំបងអាគីក្រវាសក្រញ៉ាំដែលឆេះជាអណ្ដាតភ្លើងវៃបកវិញមិនយូរប៉ុន្មានព្រាយខ្លាក៏លោតគេចចេញទៅខាងក្រោយដើមឈើម្ខាងទៀតតាហាក់មិនទុកឱកាសឲ្យវាឡើយគាត់លើកដៃឡើងម្ដងទៀតខណៈខ្លាដំបងអាគីក៏ស្ទុះតាមប្រគាកជាប់អណ្ដាតភ្លើងក្រហមឆេះតាមផ្លូវដែលវាលោតទៅកាត់ធ្វើឲ្យព្រាយខ្លាត្រូវដកថយម្ដងហើយម្ដងទៀតនៅលើថ្នាក់តាខុនក៏ចាប់ផ្ដើមសូត្រគាថាមហាកម្លាំងគាត់យកក្រដាសយ័ន្តមួយសន្លឹកបិទលើខ្នងដៃរបស់តាហាក់ពីចម្ងាយហើយសូត្រគាថាជាប់មិនឈប់ភ្លាមនោះខ្សែពន្លឺពណ៌មាសស្រាលក៏ភ្ជាប់ពីតាខុនទៅកាន់តាហាក់មានអារម្មណ៍ថាអំណាចអាគមនៅក្នុងខ្លួនកំពុងកើនឡើងសូម្បីតែខ្លាដំបងអាគីក៏ក្រហមខ្លាំងជាងមុនអណ្ដាតភ្លើងដែលឆេះជុំវិញខ្លួនវាក៏កាន់តែធំឡើងដែរតាខុនស្រែកប្រាប់ថាអាហាក់បញ្ញាប់បញ្ចប់វាទៅអាគមនេះទោះបានមិនយូរទេតាហាក់ងក់ក្បាលរួចស្ទុះទៅមុខជាមួយខ្លាដំបងអាគីក្នុងពេលតែមួយមនុស្សនិងវិញ្ញាណខ្លាវាយប្រហារព្រមគ្នាធ្វើឲ្យព្រាយខ្លាមិនអាចរកចន្លោះវាយបកបានឡើយមិនដល់ប៉ុន្មានដង្ហើមផងព្រាយខ្លាក៏ត្រូវកញ្ញាំអាគីក្រវ៉ាត់ចំស្មាវាក្រហមយ៉ាងខ្លាំងហើយលុតថយទៅដើមឈើឆ្ងាយមួយដោយមិនហ៊ានស្ទុះចូលដូចមុនទៀតតាហាក់ញញឹមតិចហើយនិយាយថាមើលទៅវាចាប់ផ្ដើមខ្លាចហើយប៉ុន្តែមិនទាន់ផុតពីមាត់ផងស្រាប់តែដីទាំងមូលចាប់ផ្ដើមញ័រស្លឹកឈើនៅជុំវិញក៏រញ្ជួយខ្លាំងឡើងដូចជាមានសត្វធំមួយកំពុងរត់សម្ដៅមកតាសាក់ងាកទៅទិសនោះភ្លាមហើយស្រែកថាលោកបងហាក់ប្រយ័ត្នភ្លាមនោះកុំពោតធំមួយក៏ផ្ទុះបែកខ្ទេចសត្វដ៏ធំមហិមាមួយក្បាលស្ទុះចេញមកវាមានរាងជាជ្រូកព្រៃប៉ុន្តែខ្លួនធំជាងគោ2ដងភ្នែកទាំងពីរក្រហមឆេះចង្កូមវែងកោងដូចដាវហើយរោមខ្មៅនៅលើខ្នងបាសឈរទាំងអស់មួយរំពេចវាក៏បុកសម្ដៅទៅដើមឈើដែលធ្នាក់កំពុងស្ថិតនៅសំឡេងបុកលាន់ឮកាត់ព្រៃដើមឈើធំទាំងមូលញ័រយ៉ាងខ្លាំងរហូតធ្នាក់នៅខាងលើរង្គើស្ទើរបាក់យាយភីប្រញាប់ចាប់បង្គោលធ្នាក់ជាប់ខណៈតាសាក់ទប់ក្រដាសយ័ន្តកុំឲ្យហក់បាត់តាហាក់លោតត្រឡប់មកលើធ្នាក់វិញភ្លាមព្រោះបើបន្តប្រយុទ្ធនៅលើដីពួកគាត់នឹងត្រូវព្រាយទាំងពីរពាត់ជុំវិញខ្លាដំបងអាគីក៏លោតត្រឡប់មកឈរក្បែរម្ចាស់របស់វាសម្លឹងទៅព្រាយជ្រូកព្រៃដែលកំពុងដកថយទៅត្រៀមបុកម្ដងទៀតព្រាយខ្លាបានលោតឡើងដើមឈើមួយនៅម្ខាងដោយប្រើក្រញាំរបស់វាតោងឡើងខណៈព្រាយជ្រូកព្រៃឈរនៅក្រោមដើមឈើមួយចាំលោតពីលើមួយចាំបុកពីក្រោមអ្នកទាំង4ក៏ដឹងភ្លាមថាពួកវាមិនមានបំណងសម្លាប់ពួកគាត់ភ្លាមទេប៉ុន្តែចង់បង្ខំឲ្យពួកគាត់ចុះពីថ្នាក់យាយភីនិយាយថាកុំចុះទៅជាដាច់ខាតយើងទុកឲ្យដល់ថ្ងៃរះសិនតាសាក់ក៏ចាប់ផ្ដើមដាក់ក្រដាសយ័ន្តជុំវិញថ្នាក់ដើម្បីការពារកុំឲ្យព្រាយខ្លាអាចលោតចូលមកបានចំណែកតាខុននៅតែបន្តសូត្រគាថាមហាកម្លាំងជួយតាហាក់ខណៈខ្លាដំបងអាគីឈរក្រហមប្រឈមមុខនឹងព្រាយទាំងពីរដោយមិនថយសូម្បីមួយជំហានការវាយប្រហាររបស់ព្រាយខ្លានិងព្រាយជ្រូកព្រៃបន្តរហូតពេញមួយយប់ពេលណាព្រាយខ្លាលោតចូលខ្លាដំបងអាគីក៏លុតទប់ពេលណាព្រាយជ្រូកព្រៃស្ទុះបុកដើមឈើតាហាក់ក៏ប្រើអាគីអាគមវាយបង្អង់វាឲ្យថយរហូតដល់ពន្លឺព្រឹកដំបងចាប់ដើមរះពីក្រោយភ្នំព្រាយទាំងពីរក៏បញ្ឈប់ការវាយប្រហារព្រាយខ្លាក្រហមមួយសន្ធឹកមុននឹងលោតបាត់ចូលទៅក្នុងព្រៃជ្រៅចំណែកព្រាយជ្រូកព្រៃក៏ងាកខ្លួនរត់ចូលទៅក្នុងព្រៃងងឹតបាត់ដូចគ្នាអ្នកទាំង4ដកដង្ហើមធំមួយពួកគាត់បានឆ្លងផុតយប់ដំបូងប៉ុន្តែគ្រប់គ្នាដឹងថានេះគ្រាន់តែជាការស្វាគមន៍របស់ព្រៃនេះប៉ុណ្ណោះពន្លឺព្រះអាទិត្យដំបូងចាប់ផ្ដើមជះចូលតាមចន្លោះមែកឈើមិនដល់ប៉ុន្មានដង្ហើមផងព្រាយខ្លាដែលឈរនៅលើមែកឈើក៏ក្រហមមួយសន្ធឹកមុននឹងលោតថយចូលទៅក្នុងព្រៃជ្រៅចំណែកព្រាយជ្រូកព្រៃដែលនៅខាងក្រោមក៏បញ្ឈប់ការបុកដើមឈើរួចងាកខ្លួនរត់បាត់ចូលទៅក្នុងគុម្ពោតធំមិនយូរប៉ុន្មានព្រៃក៏ត្រឡប់ទៅស្ងាត់ដោយកាលពីម្សិលមិញវិញហាក់ដូចជាសត្វទាំងពីរមិនហ៊ានបង្ហាញខ្លួននៅពេលថ្ងៃឡប់តាហាក់ដកដង្ហើមធំមួយរួចនិយាយថាមើលទៅព្រានចាស់និយាយត្រូវមែនពេលថ្ងៃរះពួកវាក៏បាត់ខ្លួនអស់អ្នកទាំង4ចុះពីថ្នាក់ដោយប្រុងប្រយ័ត្នតាហាក់ពិនិត្យមើលដើមឈើដែលព្រាយជ្រូកព្រៃបុកពេញមួយយប់សម្បកឈើបែកខ្ទេចជាច្រើនកន្លែងហើយគល់ឈើក៏ផ្អៀងបន្តិចទៅម្ខាងតាខុនសម្លឹងមើលស្នាមចង្កូមដែលដិតជាប់លើគល់ឈើរួចនិយាយថាបើវាបុកបាន2-3ដងទៀតថ្នាក់នេះប្រហែលជារលំទៅហើយយាយភីក៏និយាយតបថាវាហាក់ដូចជាចង់បង្ខំឲ្យពួកយើងចុះពីលើថ្នាក់មិនមែនចង់សម្លាប់ពួកយើងភ្លាមទេតាខុនក៏បាននិយាយថាពួកយើងឆាប់ចេញពីព្រៃនេះទៅកាន់តែលឿនកាន់តែល្អ
អ្នកទាំង4បានរៀបចំអីវ៉ាន់រួចអស់ហើយក៏ដើរតាមផ្លូវដែលព្រានចាស់បានចង្អុលប្រាប់ព្រះអាទិត្យកាន់តែរះខ្ពស់បន្តិចម្ដងពួកគាត់ដើរអស់ពេលជាយូរឡើងជិតដល់ពេលល្ងាចទៅហើយដើរកាត់កំពតកាត់ព្រៃឫស្សីនិងឆ្លងអូរតូចមួយទើបតែហាក់ស្រាប់តែជប់ជើងភ្លាមនៅពីមុខពួកគាត់មានធ្នាក់ឈើមួយឈរស្ងៀមនៅលើដើមឈើធំក្រោមធ្នាក់នៅមានភ្នក់ភ្លើងដែលឆេះអស់កាលពីយប់និងស្នាមជើងរបស់ពួកគាត់នៅដដែលតាខុនធ្វើមុខសង្ហារួចនិយាយថាមិនអាចទេពួកយើងដើរទៅមុខរហូតមិនក៏ត្រឡប់មកធ្នាក់របស់យើងវិញតាសាក់មិនបានចូលរួមសន្ទនាទេគាត់ដើរជុំវិញកន្លែងនោះយឺតដោយភ្នែកសម្លឹងមើលដីមើលដើមឈើនិងមែកឈើនៅជុំវិញមួយសន្ទុះក្រោយមកគាត់ក៏ឈប់នៅក្រោមដើមឈើធំមួយគាត់លុតជង្គង់ចុះហើយយកដៃញែកស្លឹកឈើងាប់ដែលគ្របលើដីចេញតាហាក់ឃើញដូច្នោះគាត់ដើរចូលទៅសួរថាមានរឿងអីតាសាក់មិនទាន់ឆ្លើយទេគាត់គ្រាន់តែចង្អុលទៅលើដីឲ្យអ្នកទាំង3មើលនៅចន្លោះឬដើមឈើមានស្មៅជាច្រើនដើមត្រូវបានចងគួចជាប់គ្នាយ៉ាងប្រុងប្រយ័ត្នបើមិនសង្កេតឲ្យច្បាស់ទេគ្មានអ្នកណាដឹងថាវាជារបស់ដែលមនុស្សធ្វើឡើយស្មៅត្រូវបានចងជារង្វង់តូចមួយហើយនៅកណ្ដាលមានភេសខ្មៅតិចនៅសល់តាសាក់យកដៃប៉ះស្មៅនោះថ្នមមុននឹងដកដៃមកវិញភ្លាមគាត់និយាយថានេះមិនមែនជាស្នាមធម្មជាតិទេតាខុនក៏អង្គុយចុះមើលក្បែរនោះគាត់សួរថាស្មៅចងបែបនេះមានន័យថាម៉េចតាសាក់ក៏ឆ្លើយថានេះជាស្នាមអាគមអ្នកប្រើអាគមខ្លះមិនចាំបាច់ប្រើដៃគោលឬក្រដាសយ័ន្តជានិច្ចទេបើជាក្នុងព្រៃគេអាចប្រើរបស់ដែលមាននៅក្នុងព្រៃធ្វើជាអាគមបានស្មៅដែលត្រូវបានចងគួចបែបនេះមិនមែនចងដោយចៃដន្យឡើយវាត្រូវបានចងដោយចេតនាតាសាក់ក្រោកឈរឡើងរួចដើរទៅកាន់ដើមឈើមួយទៀតនៅក្បែរនោះមិនដល់10ជំហានផងគាត់ក៏រកឃើញស្នាមដូចគ្នាម្ដងទៀតលើកនេះស្មៅមិនត្រឹមតែត្រូវបានចងគួចទេប៉ុន្តែថែមទាំងត្រូវបានចងភ្ជាប់ជាមួយវល្លិស្ដើងដែលលាក់នៅក្រោមស្លឹកឈើងាប់គាត់ដើរបន្តទៅមុខទៀតហើយក៏រកឃើញស្នាមបែបនេះនៅដើមឈើទី3ទី4និងទី5ទឹកមុខរបស់គាត់កាន់តែធ្ងន់ធ្ងរឡើងយាយភីក៏សួរថាតាសាក់អ្នកដឹងអ្វីហើយឬតាសាក់ដកដង្ហើមវែងមួយមុននឹងនិយាយថាពេលចូលមកក្នុងព្រៃខ្ញុំមានអារម្មណ៍ថាមានអ្វីម្យ៉ាងគ្របដណ្ដប់ទីនេះទាំងមូលឥឡូវខ្ញុំដឹងហើយថាវាជាអ្វីព្រៃនេះត្រូវបានគេចងអ្នកណាម្នាក់បានប្រើអាគមចងព្រៃដើម្បីគ្រប់គ្រងទីនេះទាំងមូលទើបសត្វព្រៃរត់អស់ទើបអ្នកដែលចូលមកវង្វេងផ្លូវហើយទើបព្រាយខ្លានិងព្រាយជ្រូកព្រៃធ្វើសកម្មភាពបានតែពេលថ្ងៃលិចតាហាក់សម្លឹងជុំវិញព្រៃម្ដងទៀតពេលដឹងថាព្រៃទាំងមូលត្រូវបានអាគមគ្របដណ្ដប់អារម្មណ៍របស់គាត់កាន់តែធ្ងន់ជាងមុនតាខុនក៏និយាយថាបើអីចឹងមានន័យថាអ្នកដែលធ្វើអាគមនេះនៅកន្លែងណាមួយក្នុងព្រៃនេះហើយតាសាក់ងក់ក្បាលតបវិញថាត្រូវហើយអាគមចងព្រៃមិនអាចនៅបានដោយគ្មានម្ចាស់របស់វាទេដរាបណាអាគមនៅតែដំណើរការម្ចាស់អាគមក៏ប្រកាសជានៅមិនឆ្ងាយពីទីនេះដែរនៅឆ្ងាយពីទីនោះលើកំពូលថ្មធំមួយដែលលាក់នៅក្រោយដើមឈើក្រាស់មានសមោលមនុស្សម្នាក់ឈរស្ងៀមគាត់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅហើយកំពុងសម្លឹងមករកអ្នកទាំង4ដោយមិនដាក់ភ្នែកពេលឮតាសាក់និយាយថាព្រៃនេះត្រូវបានគេចងជ្រុងបបោមាត់របស់គាត់ក៏លើកឡើងជាស្នាមញញឹមតិចហាក់ដូចជាគាត់មិននឹកស្មានថាអ្នកទាំង4អាចដឹងការពិតបានលឿនដល់ថ្នាក់នេះបន្ទាប់ពីដឹងថាព្រៃទាំងមូលត្រូវបានគេចងដោយអាគមតាសាក់ក៏ចាប់ផ្ដើមស៊ើបរកប្រភពអំណាចនោះភ្លាមគាត់ដើរយឺតជុំវិញកន្លែងដែលពួកគាត់ស្នាក់នៅដោយសង្កេតស្នាមចងគួចស្មៅនិងលំហអាគមដែលនៅសេសសល់ក្នុងខ្យល់មួយសន្ទុះក្រោយមកគាត់ក៏ឈប់នៅក្រោមដើមឈើធំមួយហើយបិទភ្នែកសូត្រគាថាស្ងៀមក្រដាសយ័ន្តមួយសន្លឹកនៅក្នុងដៃរបស់គាត់ក៏ចាប់ផ្ដើមញ័រតិចមុននឹងហោះទៅទិសខាងលិចតាសាក់បើកភ្នែកឡើងភ្លាមហើយនិយាយថារកឃើញហើយចំណងអាគមទី1នៅមិនឆ្ងាយពីទីនេះទេអ្នកទាំង4ប្រញាប់ធ្វើដំណើរតាមក្រដាសយ័ន្តដែលកំពុងហោះនាំផ្លូវមិនដល់10នាទីផងពួកគាត់ក៏មកដល់ដើមច័ន្ទគិរីចាស់មួយដើមឈើនោះធំរហូតមនុស្ស4នាក់អោបមិនជុំតាសាក់លុតជង្គង់ចុះនៅគល់ឈើហើយញែកស្លឹកឈើងាប់ចេញយឺននៅក្រោមនោះមានស្មៅជាច្រើនដើមត្រូវបានចងគួចជាប់គ្នាជារង្វង់ហើយនៅកណ្ដាលមានក្រដាសយ័ន្តចាស់មួយសន្លឹកដែលសរសេរអក្សរខ្មៅដោយឈាមស័ន្តវល់ស្ដើងជាច្រើនខ្សែត្រូវបានចងភ្ជាប់ពីចំណងនោះទៅដើមឈើជុំវិញហាក់ដូចជាសរសៃឈាមដែលរុំព្រៃទាំងមូលតាសាក់ដកដង្ហើមធំមួយរួចនិយាយថានេះហើយជាចំណងទី1បើបំបែកវាបានអាគមចងព្រៃនឹងខ្សោយចុះមួយផ្នែកមិនទាន់បានចាប់ផ្ដើមពិធីផងស្រាប់តែមានសម្លេងក្រហមលាន់មកពីលើដើមឈើព្រាយខ្លាដែលបាត់ខ្លួនតាំងពីព្រឹកក៏លោតចុះមកឈររាំងពីមុខអ្នកទាំង4ភ្នែកពណ៌លឿងរបស់វាសម្លឹងមកតាសាក់ដោយមិនដាក់ភ្នែកហាក់ដូចជាវាដឹងថាអ្នកដែលអាចបំបែកអាគមនេះគឺជាបរិសដែលឈរនៅពីក្រោយវាក្រហមមួយសន្ធឹករួចស្ទុះចូលមកដោយល្បឿនយ៉ាងលឿនតាហាក់ក៏និយាយឡើងថាអាឡែងទៅរកស្មៅភ្លេចមើលមេឃហើយគាត់ក៏ស្ទុះទៅទទួលភ្លាមអាគីចាប់ផ្ដើមឆាបឆេះជុំវិញខ្លួនគាត់ខណៈគាត់ស្រែកឡើងថាអញ្ជើញខ្លាដំបងអាគីអណ្ដាតភ្លើងក្រហមក៏វិលគួយខ្លាចជាខ្លាដំបងអាគីដ៏ធំមួយក្បាល
វាក្រហមឆ្លើយតបទៅព្រាយខ្លាមុននឹងស្ទុះបុកគ្នាពេញទំហឹងកញ្ញាំអាគីនិងកញ្ញាំព្រាយប៉ះទង្គិចគ្នារហូតផ្កាភ្លើងខ្ចាត់ខ្ចាយពេញព្រៃតហៈប្រើអាគីអង្គមវេស្ទៈរាល់ពេលព្រាយខ្លាព្យាយាមឆ្លងទៅរកតាសៈខណៈខ្លាដំបងអាគីក៏បន្តប្រយុទ្ធជាប់មិនឲ្យវាដកខ្លួនបានចំណែកតាខុននិងយាយភីវិញក៏ឈររាំងនៅពីមុខតាសៈតាខុនប្រើមន្តការពារបង្កើតរង្វង់អាគមជុំវិញកន្លែងធ្វើពិធីខណៈយាយភីយកកំសៅឱសថបុរាណរយជុំវិញចំណងដើម្បីទប់អំណាចអាគមខ្មៅកុំឲ្យរំខានតាសៈបិទភ្នែកសូត្រគាថាជាបន្តបន្ទាប់ហើយយកក្រដាស់យ័ន្តមួយសន្លឹកបិទពីលើក្រដាស់យ័ន្តចាស់ដែលគេចងទុកភ្លាមនោះស្មៅដែលត្រូវបានចងគួចក៏ចាប់ផ្ដើមញ័រខ្លាំងឡើងហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតស៊ូមិនឲ្យគាត់បំបែកវាតាសៈស្រែកឡើងថាលោកបងហាក់ទប់វាឲ្យបានបន្តិចទៀតខ្ញុំចិត្តរួចហើយតាហាក់ងក់ក្បាលរួចប្រមូលអំណាចភ្លើងទាំងអស់ទៅលើដៃម្ខាងខ្លាដំបងអាគីក៏ក្រហមមួយសន្ធឹកហើយស្ទុះចូលបុកព្រាយខ្លាពេញទំហឹងព្រាយខ្លាត្រូវអណ្ដាតភ្លើងវាចម្រហូតលោតថយជាច្រើនម៉ែត្រនៅក្នុងពេលជាមួយគ្នានោះតាសៈក៏បិទក្រដាស់យ័ន្តចុងក្រោយសំឡេងផ្ទុះមួយលាន់លឺចេញពីគល់ដើមឈើស្មៅដែលត្រូវបានចងគួចក៏រលាយខ្ទេចទៅជាផេះខ្មៅវល់ដែលចងភ្ជាប់ទៅដើមឈើជុំវិញក៏ផ្ដាច់ចេញព្រមគ្នាភ្លាមនោះខ្យល់ដ៏ខ្លាំងមួយក៏បក់កាត់ព្រៃទាំងមូលស្លឹកឈើរាប់ពាន់សន្លឹកហោះរវើកពេញអាកាសមិនយូរប៉ុន្មានសំឡេងសត្វស្លាបមួយក្បាលក៏លាន់ឡើងពីចម្ងាយបន្ទាប់មកមានសំឡេងសត្វល្អិតនិងសំឡេងសត្វផ្សេងបន្តិចជាលើកដំបូងចាប់តាំងពីអ្នកទាំង4ចូលមកក្នុងព្រៃតាខុនសម្លឹងជុំវិញដោយភ្ញាក់ផ្អើលនៅឆ្ងាយពីទីនោះក្រោមដើមឈើធំមួយដែលលាក់ខ្លួនក្នុងព្រៃជ្រៅបរោះស្លៀកខ្មៅដែលកំពុងអង្គុយសមាធិនៅមុខអាសនៈអាគមស្រាប់តែបើកភ្នែកឡើងខ្សែស្មៅមួយដែលចងនៅលើអាសនៈរបស់គាត់ក៏ដាច់ចេញដោយខ្លួនគាត់សម្លឹងទៅទិសដែលអ្នកទាំង4កំពុងឈប់មុននឹងញញឹមតិចហើយនិយាយដោយសំឡេងត្រជាក់ថាអាចបំបែកចំណងទី1បានមែនមើលទៅពួកនឹងមិនមែនជាមនុស្សធម្មតាទេបន្ទាប់ពីចំណងទី1ត្រូវបានបំបែកខ្យល់នៅក្នុងព្រៃក៏ប្រែជាស្រស់ជាងមុនបន្តិចសំឡេងសត្វស្លាបនិងសត្វល្អិតដែលធ្លាប់បាត់អស់ជាយូរក៏ចាប់ផ្ដើមលឺម្ដងម្កាលប៉ុន្តែតាសៈមិនបានបន្ធូរអារម្មណ៍ឡើយគាត់សម្លឹងទៅជុំវិញរួចនិយាយថាអាគមចងព្រៃមិនទាន់រលាយទេនេះគ្រាន់តែជាចំណងទី1ប៉ុណ្ណោះនៅសល់ទៀតហើយម្ចាស់អាគមប្រកាសជាដឹងថាពួកយើងកំពុងបំបែកវាហើយមិនទាន់ផុតពីមាត់ផងស្រាប់តែខ្យល់នៅក្នុងព្រៃក៏ឈប់បក់ភ្លាមស្លឹកឈើដែលកំពុងរវើកក៏ស្ងប់ឈឹងមួយរំពេចអ្នកទាំង4ងាកទៅទិសខាងមុខស្ទើរតែព្រមគ្នានៅចន្លោះដើមឈើធំមានបរិសម្នាក់ដើរចេញមកយឺនគាត់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅតាំងពីក្បាលដល់ចុងជើងនៅក្នុងដៃកាន់ឈើច្រត់ចាស់មួយដើមដែលចុងរបស់វាចងជាប់ដោយស្មៅគួចនិងខ្សែអំបោះខ្មៅជាច្រើនស្រទាប់ភ្នែករបស់គាត់សម្លឹងមកអ្នកទាំង4ដោយស្ងប់ស្ងាត់ហាក់ដូចជាគ្មានអារម្មណ៍ភ័យខ្លាចសូម្បីបន្តិចបរិស្លៀកខ្មៅឈប់ដើរនៅចម្ងាយប្រហែល20ម៉ែត្រគាត់សម្លឹងទៅកាន់ស្នាមអាគមដែលតាសៈទើបបំបែករួចសោយតិចគាត់និយាយថាអញមិននឹកស្មានទេព្រៃដែលអញចងអស់ជាច្រើនខែបែរជាត្រូវមនុស្ស4នាក់បំបែកបានមួយចំណងយ៉ាងងាយបែបនេះតាហាក់បោះជំហានទៅមុខមួយជំហានហើយសួរថាឯងជាអ្នកចងព្រៃនេះមែនទេបរិស្លៀកខ្មៅមិនឆ្លើយភ្លាមទេគាត់គ្រាន់តែកក់ក្បាលស្រាលហើយនិយាយថាត្រូវអាគមចងព្រៃនេះជារបស់អញតាខុនសម្លឹងមុខបរិសនោះដោយមិនដាក់ភ្នែកគាត់មានអារម្មណ៍ថាអំណាចអាគមដែលបរិសម្នាក់នេះបញ្ចេញមិនដូចគ្រូមឿនឡើយវាស្ងប់ស្ងាត់ប៉ុន្តែធ្ងន់រហូតធ្វើឲ្យខ្យល់ជំវិញប្រែជាតានតឹងតាសៈក៏សួរថាស្ត្រីដែលត្រូវបានចាប់ខ្លួននៅណាបរិស្លៀកខ្មៅញញឹមរួចនិយាយថាហែងគិតថាអញនឹងប្រាប់មែនឬគ្រាន់តែបំបែកចំណងបានមួយក៏គិតថាខ្លួនឯងខ្លាំងហើយគាត់ដើរទៅមុខមួយជំហានទៀតរួចនិយាយដោយសម្លេងត្រជាក់ថាគ្រូមឿនចាញ់ក៏ដោយសារតែវាល្ងងវាមើលស្រាលសត្រូវប៉ុន្តែអញមិនដូចវាទេអញដឹងច្បាស់ថាហែងទាំង4មានសមត្ថភាពដូច្នេះអញក៏មិនចាំបាច់លេងជាមួយហែងយូរដែរនិយាយចប់គាត់ក៏យកឈើច្រត់គោះទៅលើដី3ដងសំឡេងគោះទី1លាន់លឺពេញព្រៃសំឡេងគោះទី2ធ្វើឲ្យខ្យល់ត្រជាក់បក់គួយជុំវិញដើមឈើលុះដល់សំឡេងគោះទី3ភ្នែករបស់តាហាក់ក៏សម្លឹងទៅលើដើមឈើខាងឆ្វេងភ្លាមព្រាយខ្លាដែលទើបតែដកថយទៅក៏លោតចេញមកវិញប៉ុន្តែលើកនេះវាមិនដូចមុនទេនៅជុំវិញករបស់វាមានខ្សែអំបោះខ្មៅចងរងទី3ជុំហើយភ្នែកពណ៌លឿងរបស់វាក៏ប្រែក្លាយជាពណ៌ក្រហមឆេះមិនទាន់អស់ទេដីនៅខាងស្ដាំក៏ចាប់ផ្ដើមញ័រម្ដងទៀតព្រាយជ្រូកព្រៃក៏ស្ទុះចេញពីគុម្ពោតធំមួយវាក្រហមខ្លាំងជាងយប់មុនហើយនៅលើក្បាលរបស់វាក៏មានខ្សែអំបោះខ្មៅចងជាប់ដូចគ្នាតាសៈសម្លឹងទៅខ្សែអំបោះនោះភ្លាមរួចនិយាយថាមិនមែនព្រាយទាំងពីរស្ម័គ្រចិត្តវៃពួកយើងទេពួកវាត្រូវបានអាគមបញ្ជាបរិស្លៀកខ្មៅលើកឈើច្រត់ឡើងបន្តិចហើយនិយាយដោយស្នាមញញឹមថាព្រាយខ្លាព្រាយជ្រូកព្រៃសម្រាប់ពួកវាភ្លាមនោះព្រាយទាំងពីរក៏ក្រហមព្រមគ្នាព្រាយខ្លាលោតឡើងលើមែកឈើខណៈព្រាយជ្រូកព្រៃអន់ក្បាលត្រៀមស្ទុះបុកពីខាងមុខអ្នកទាំង4ក៏ប្រមូលអំណាចអាគមរបស់ខ្លួនភ្លាមពួកគាត់ដឹងថាចាប់ពីពេលនេះតទៅសត្រូវមិនមែនមានតែព្រាយទៀតឡើយប៉ុន្តែជាអ្នកចងព្រៃដែលកំពុងបញ្ជាពួកវាដោយផ្ទាល់
ពេលនឹងព្រាយខ្លាវាស្ទុះវឹងឡើងទៅលើមែកឈើលឿនស្លេវក្រញាំវាខ្វាយសម្បកឈើបែកខ្ទេចអមជាមួយសម្លេងក្រហមគួរឲ្យខ្លាចចំណែកឯអាព្រាយជ្រូកព្រៃវិញវាអោនក្បាលចុះដីក្រោមជើងវាចាប់ផ្ដើមប្រេះរបៀបថាវាត្រៀមខ្លួនស្ទុះបុកយកតែម្ដងឯអាអ្នកចង់ព្រៃវាមិនទាន់ចូលវាយទេវាឈរស្ងៀមនៅខាងក្រោយវាមើលមកពួកគាត់របៀបថាមើលងាយអញ្ចឹងបន្ទាប់មកវាក៏លើកឈើច្រត់វាឡើងយឺតហើយសូត្រគេថាងំសម្លេងវាក្ររស់ស្ដាប់ទៅព្រឺសមលតែម្ដងគ្រាន់តែវាសូត្រចប់ភ្លាមខ្សែអំបោះខ្មៅដែលចងនៅជាប់កអាព្រាយខ្លានិងអាព្រាយជ្រូកព្រៃនឹងវាបញ្ចេញផ្សែងខ្មៅហុយឡើងងងឹតឈឹងភ្នែកព្រាយទាំងពីរឡើងក្រហមទុំដូចក្របឈាមហើយសាច់ដុំវាឡើងធំជាងមុនកម្លាំងវាដូចការទ្វេដងចឹងមិនទុកយូរព្រាយខ្លាវាក្រហមលន់ក៏ក្រៅព្រៃរួចវាលុតពីលើមែកឈើហោះសម្ដៅមកកាច់តាហាក់តែម្ដងតាហាក់គាត់មិនរត់ទេគាត់ថយក្រោយមួយជំហានពុកុំដៃសូត្រគាថាការពាររួចគាត់ស្រែកហៅខ្លាំងថាអញ្ជើញខ្លាដំបងអាគីពេលនោះភ្លើងក្រហមច្រាផ្ទុះចេញពីបាតដៃគាត់ខ្លាចជារូបខ្លាភ្លើងមួយយ៉ាងធំលោតទៅត្រង់អាព្រាយខ្លានោះកណ្ដាលអាកាសពួកវាទាំងពីរបុកគ្នាផាំងភ្លើងនឹងផ្សែងខ្មៅផ្ទុះខ្ចាត់ខ្ចាយពេញនឹងដូចគេដុតផៅអញ្ចឹងតែលើកនេះព្រាយខ្លាវាខ្លាំងជាងមុនឆ្ងាញ់ណាស់វាហាមាត់ខំចំកខ្លាអាគីពេញទំហឹងអាខ្សែអំបោះខ្មៅនៅកាវានឹងបញ្ចេញជាតិពុលស្រូបយកធម្មពលភ្លើងធ្វើឲ្យភ្លើងលើខ្លួនខ្លាអាគមចាប់ផ្ដើមរលត់បន្តិចម្ដងខ្លាអាគីវាស្រែកក្រហមឬបំរាស់យ៉ាងឈឺចាប់ពេលខ្លាអាគីត្រូវរបួសតាហាក់ឯនេះវិញក៏រងសម្ពាធដែរគាត់យកដៃសង្កត់ទ្រូងបែកញើសប៉ុនក្របពោតមុខគាត់ឡើងស្លេងគាត់ខំថ្មិញទ្រាំឈឺរួចដកក្រដាសយ័ន្តមកខំរៀមដៃខ្លួនអញឲ្យចេញឈាមយកឈាមនឹងគូសលើយ័ន្តរួចសូត្រគេថាបន្ថែមធម្មពលថាអូមអាគីឆេះកឡប់ហើយគាត់ក៏បោះយ័ន្តនឹងចូលទៅក្នុងខ្លួនខ្លាអាគីភ្លាមនោះខ្លាភ្លើងដែលរៀបនឹងរលត់ក៏ឆាប់ឆេះសន្ធោសន្ធៅឡើងវិញវាក្រវាសកញ្ញាំវាយកាត់មុខព្រាយខ្លាធ្វើឲ្យអាព្រាយនឹងខ្ទាតដកថយរលាត់ស្បែកអស់ឃើញចឹងអាអ្នកចងព្រៃវាញឹមចុងមាត់វាបុកឈើច្រត់ទៅដីបង្កើតបានជារង្វង់ផ្សែងខ្មៅមួយផ្សែងនឹងវារួមចូលគ្នាខ្លាចជាពស់វែកខ្មៅធំរាប់សិបក្បាលភ្នែកក្រហមលូនវារមាក់តម្រង់ពួកគាត់គួរឲ្យខ្ពើមណាស់យាយភីគាត់ឃើញមិនស្រួលគាត់ប្រញាប់យកម្សៅថ្នាំមករយជារង្វង់ការពាររួចគាត់ស្រែកប្រាប់ថាឲ្យប្រយ័ត្នអាពស់អស់នេះពឹសវាសាហាវណាស់ប៉ះអត់បានទេតាខុនគាត់ឈរមើលមកភ្លែនគាត់ក៏ដកខ្សែព្យួរគាត់ចេញមកវាជារូបគោឈើតូចមួយគាត់ក្តាប់វាជាប់ក្នុងដៃរហូតចេញឈាមសូត្រគាថាមួយសន្ទុះគាត់ក៏បើកភ្នែកស្រែកឡើងថាអញ្ជើញគោបាពន្លឺពណ៌មាសភ្លឺចាំងចេញពីដៃគាត់ស្រាប់តែមានគោសឹកមួយក្បាលធំទំហំដូចដំរីស្នែងវាពណ៌មាសស្រួយកោងលោតចេញមកជន់ដីក្រៅព្រុសអាពស់ខ្មៅរាប់សិបក្បាលនឹងស្ទុះហក់ទៅខំតាខុនតែគោបាវាស្ទុះទៅរាំងពីមុខដូចចិញ្ចាំងវាក្រវីស្នែងមាសវិវត្តអាពស់នឹងដាច់ជាពីរកំណាត់ខ្ទេចខ្ទីឯពស់ខ្លះទៀតរុំជើងវាបំរុងខំគោបាវាជន់កំទេចដីផាំងរលាអាកំពស់នឹងអស់រលីងកំពុងតែវាយពស់មិនទាន់អស់ផងអាព្រាយជ្រូកព្រៃដែលសង្ងំយូរនឹងវាលោតសម្រុកបកគោបាពីចំហៀងពេញទំហឹងសត្វធំពីជុលគ្នាផាំងគោបាអូសជើងថយក្រោយចង់5ម៉ែត្រស្នែងគោបានឹងជង្គង់ឲ្យជ្រូកព្រៃតាក់គ្នាជាប់រុញចុះរុញឡើងបាក់ដើមឈើនៅជុំវិញនឹងខ្ទេងអាអ្នកចង់ព្រៃវាឃើញអញ្ចឹងវាបានញញឹមវាថាគោបានឹងជាអាគមបុរាណមិននឹកស្មានថាមានអ្នកចេះសោះចំពេលហ្នឹងតាសាក់គាត់អត់ចូលវាយទេគាត់អង្គុយបិទភ្នែកដាក់យ័ន្តលើដីដើម្បីស្វែងរកទីតាំងចំណងអាគមរបស់វាគាត់បើកភ្នែកវឹងចង្អុលទៅជើងរួចស្រាប់ប្រាប់គ្នាគាត់ថាគាត់រកឃើញចំណងទី2ហើយបើចង់ឈ្នះតលតែទៅបំបីចំណងនឹងសិនទើបអាចកាត់កម្លាំងវាបានគ្រាន់តែដឹងកន្លែងចំណងអាគមភ្លាមតាសាក់គាត់ស្រែកប្រាប់យ៉ាងលឿនឲ្យតាហាក់និងតាខុនជួយទប់ទីនេះសិនគាត់នឹងយាយភីត្រូវតែរត់ទៅបំបីចំណងទី2នឹងឥឡូវនេះបើពញាពេលតែបន្តិចទៀតពួកគាត់ច្បាស់ជាស្លាប់ទាំងអស់គ្នាពុំខានតាហាក់គាត់ងក់ក្បាលយ៉ាងមើងម៉ាត់ឯតាខុនគាត់ខំថ្មិញប្រឹងប្រមូលសមាធិបញ្ជូនកម្លាំងអាគមចុងក្រោយឲ្យគោបាដែលកំពុងតែជុលគ្នាស៊ីសាច់ហុតឈាមជាមួយព្រាយជ្រូកព្រៃតាសាក់នឹងយាយភីប្រញាប់ងើបបរត់កាត់គុំពោតព្រៃសម្ដៅទៅទិសខាងជើងភ្លាមអាអ្នកចងព្រៃវាភ័យស្លន់ស្លោពេលឃើញតាសាក់រកកន្លែងលាក់អាគមវាឃើញវាស្រែកកំហកឡើងតឹងសរសៃក៏បញ្ជាអាព្រាយខ្លាឲ្យលុតទៅរាំងអ្នកទាំងពីរនឹងកុំឲ្យទៅមុខរួចព្រាយខ្លាវាលុតវឹងពីលើមែកឈើហោះសម្ដៅមកខ្វាយតាសាក់តែសំណាងល្អខ្លាអាគីរបស់តាហាក់ស្ទុះទៅខំកវាយជាប់ពីចំហៀងទាញទម្លាក់មកបោកនឹងដីលន់សូផាំងតែលើកនេះព្រាយខ្លាវាខឹងសម្បាខ្លាំងណាស់វាបានស្រូបកម្លាំងងងឹតពីអ្នកចងព្រៃបន្ថែមទៀតវាងើបឡើងយ៉ាងលឿនរួចវាយកកញ្ញាំក្រោយវាធាក់ពោះខ្លាអាគីពេញទំហឹងត្រូវមួយជើងនេះភ្លើងត្រង់ពោះខ្លាអាគីបែកខ្ចាត់ខ្ចាយរលត់អស់មួយចំហៀងខ្លួនតាហាក់ដែលជាម្ចាស់នឹងទទួលរងការឈឺចាប់ដល់ខ្លួនឯងគាត់ក្អួតឈាមអុកជង្គង់មកខាងទៅដីដង្ហើមថប់ចង់ទាំងបេះដូងតែដៃគាត់នៅតែប្រឹងផ្គុំគាថាបញ្ជូនភ្លើងទៅសង្គ្រោះខ្លាអាគីអត់ព្រមចោះចាញ់ទេគាត់នៅក្នុងចិត្តថាគាត់ទើបតែងើបពីឈឺមិនអាចមកស្លាប់កណ្ដាលព្រៃបែបនេះទេងាកមកមើលអាអ្នកចង់ព្រៃវាខឹងតាហាក់រាំងវាពេក
វាវត្តឈើច្រត់វាបញ្ចេញអាគមអំបោះខ្មៅកកុញដោយសត្វពស់រាប់សិបក្បាលបាញ់តម្រង់ទៅតាហាក់ដែលកំពុងលុតជង្គង់នឹងគោបាដែលកំពុងជុលជាមួយជ្រូកព្រៃឃើញតាហាក់មានគ្រោះថ្នាក់វាក៏ងាកក្បាលវត្តស្នែងមាសវាបង្កើតជារលកពន្លឺទៅកាត់ផ្ដាច់អាព្រួញអំបោះខ្មៅនឹងខ្ទេចទីអស់តែដោយសារគោបាវាធ្វេសប្រហែសងាកក្បាលមួយផ្លេតនឹងអាព្រីជ្រូកព្រៃវាឆ្លៀតឱកាសវត្តចង្គង់វាចំស្មាខាងឆ្វេងគោបាឆ្វាញ់សាច់ដាច់រហែកពន្លឺពណ៌មាសលាយឈាមហូរចេញមកគោបាអូសជើងថយក្រោយក្រហមឈឺចាប់យ៉ាងខ្លាំងគ្រាន់តែគោបាបួសភ្លាមតាខុនដែលឈរនៅក្រោយនឹងស្រាប់តែក្អួតឈាមចេញមកមាត់ធំប្រឡាក់ពេញអាវមុខគាត់ឡើងស្លេកដោយសាកសមជើងញ័រទន់ចង់ដួលតែគាត់ប្រឹងយកដៃទប់គល់ឈើជាប់រួចយកឈាមនៅមាត់គាត់នឹងមកគូសចាន់លើខ្នងដៃផ្ទាល់តែម្ដងគាត់ស្រែកសូត្រគាថាខ្លាំងបញ្ចេញអស់កម្លាំងក្នុងខ្លួនថាស្បែកទងដែងឆ្អឹងដៃថែបគោបាក្រោកឡើងពេលគោបាបានធម្មពលពីឈាមតាខុនភ្លាមវាខ្វាក់ជើងមុខជន់ដីព្រុសលោតសម្រុកបុកវត្តស្នែងបកទៅវិញចំកញ្ចឹងក៏ព្រាយជ្រូកព្រៃពេញទំហឹងធ្វើឲ្យអាជ្រូកព្រៃដួលប្រកាច់បាក់ចង្គមអស់មកខាងឈាមខ្មៅហូរស្រក់ក៏ខ្លាក់ងាកមកមើលតាសាក់នឹងយាយភីវិញពួកគាត់រត់ត្រដាប់ត្រដួសរហូតមកដល់ដើមឈើធំមួយឃើញចំណងអាគមទី2កំពុងបញ្ចេញពន្លឺខ្មៅភ្លឹបភ្លែតបាញ់ក្លិនស្អុយរលួយដោយសាកសមតាសាក់ប្រញាប់លុតជង្គង់ចូលទៅអង្គុយសូត្រគាថាបន្សាបអាយាយភីគាត់ចាក់ម្សៅការពារពណ៌សរីជារង្វង់ជុំវិញតាសាក់យ៉ាងលឿនអាគមខ្មៅនឹងវាដឹងខ្លួនវាបាញ់កាំរស្មីងងឹតដោយមជុលរាប់ពាន់សរសៃមកចាក់ទម្លុះពួកគាត់តែយាយភីគាត់ប្រឹងសូត្រគាថាទប់រហូតដល់ច្រមុះគាត់ចាប់ផ្ដើមហូរឈាមកាំរស្មីនឹងផ្ទុះនៅត្រឹមរង្វង់ម្សៅនឹងឯងទីបំផុតតាសាក់គាត់ខំចុងអណ្ដាតយកឈាមបិទយន់ពណ៌ក្រហមសង្កត់ចំកណ្ដាលចំណងនឹងផ្ទុះបំលន់ក៏ក្រើកពេញព្រៃអាស្មៅដែលចងគួចនឹងឆេះរលាយខ្លាយជាភ័យអស់រលីងគ្រាន់តែចំណងទី2ផ្ទុះបែកខ្ទេចភ្លាមរលកអាគមវាយបកកាត់ព្រៃលន់សូរ៉ូបូចំពេលនឹងខ្សែអំបោះខ្មៅនៅកព្រៃខ្លាដែលកំពុងខំគ្នាជាមួយខ្លាអាគីនឹងវាស្រាប់តែដាច់ប្រេះរលំព្រៃខ្លាវាបញ្ឈប់ការវាយភ្លាមវាក្រវិសក្បាលដួលននាលើដីដូចមនុស្សវិលមុខភ្នែកក្រហមរបស់វានឹងចាប់ផ្ដើមប្រែមកជាពណ៌លឿងធម្មជាតិវិញម្ដងបន្តិចវាឈរស្ងៀមសម្លឹងទៅអាអ្នកចងព្រៃអត់កម្រាស់សូម្បីតែខ្លាអាគីរបស់តាហាក់ដែលដាច់ជើងមកខាងឆេះរងើកនឹងក៏ថយក្រោយមួយជំហានដែរព្រោះវាដឹងថាសភាពការកំពុងប្រែប្រួលអាអ្នកចងព្រៃវាក្តាប់ឈើច្រត់ឡើងប៉ោងសរសៃដៃវាដឹងថាខុសប្រក្តីវាស្រែកកំហកទាំងខឹងទាំងភ័យថាអញប្រាប់ឲ្យហែងវាយហែងហ៊ានប្រឆាំងម្ចាស់ហែងផងអីទៅសម្លាប់ពួកវាឥឡូវនេះតែលើកនេះព្រៃខ្លាវាក្រហមតបវិញសន្ធឹកសន្ធាប់ភ្នែកវាសម្លឹងទៅអ្នកចងព្រៃពោពេញដោយគំនុំវាចងចាំរាល់ការឈឺចាប់ដែលអាគ្រូនឹងធ្វើបាបវាបង្ខំឲ្យវាខ្លាចជាទាសករកន្លងមកអាអ្នកចងព្រៃវាដឹងថាអាគមវាសាបហើយវាប្រញាប់ដកកំបិតខ្វែតូចមួយមកកាត់បាតដៃវាឆោតយកឈាមស្រស់លាបប្រឡាក់ពេញឈើច្រត់រួចវាសូត្រគាថាចងព្រលឹងផ្ដាច់ព្រាត់យ៉ាងលឿនភ្លាមនោះអាខ្សែអំបោះនៅកព្រីខ្លាវាចាប់ផ្ដើមរឹតបន្តឹងវិញយ៉ាងសាហាវស្ទើរតែមុតកាត់ស្បែកចូលដល់ឆ្អឹងព្រីខ្លាវាស្រែកឈឺចាប់រលាក់ខ្លួនវាខំយកកញ្ញាំវាកោសក់ខ្លួនឯងរហូតរលត់ស្បែកហូរឈាមដាច់សាច់ដើម្បីរើបំរាស់ពីការគ្រប់គ្រងនឹងរើចុះរើឡើងមួយសន្ទុះឈាមហូរស្រក់ពីកវាតក់តែដោយសារកម្លាំងគំនុំរបស់វាខ្លាំងពេកភ្នែកវានៅតែរក្សាពណ៌លឿងភ្លឺចាំងដដែលវាមិនព្រមចុះចាញ់គាថាឈាមនេះទេវាក៏ក្រហមក៏ក្រៅព្រៃលោតផ្លោងលបឿនដោយភ្លេចបន្ទោតម្រង់ទៅខំអ្នកចងព្រៃតែម្ដងអាអ្នកចងព្រៃវាភ័យស្លន់ស្លោរត់លែងរួចវាប្រញាប់លើកឈើច្រត់បញ្ចេញខែលអាគមខ្មៅមកកាំងពីមុខតែព្រៃខ្លាដែលកំពុងខឹងសម្បាននឹងវាប្រមូលកម្លាំងទាំងអស់ប្រើកញ្ញាំវាខ្វាច់ខែលនឹងបែកខ្ទេចដូចកញ្ចក់លន់សូផាំងក្រញ៉ាំព្រៃខ្លាវាទម្លុះខែលចូលចំទ្រូងអ្នកចងព្រៃពេញទំហឹងសំលេងឆ្អឹងជំនីរបាក់លន់សូប្រាំងអាអ្នកចងព្រៃប៉ាងហោះទៅបុកដើមឈើធំនៅពីក្រោយវាធ្លាក់មកដីខ្ពស់ក្អួតឈាមស្រស់ក៏ខ្លាក់តែម្ដងព្រៃខ្លាវាសម្លឹងមុខអ្នកចងព្រៃរួចក្រហមបញ្ជុះមួយរួចវាដើរអូសជើងដកថយមកឈរក្បែរតាហាក់វិញបង្ហាញឲ្យទាឯងឃើញច្បាស់ថាវាលែងធ្វើទាសករគេទៀតហើយអាអ្នកចងព្រៃវាដេកសង្កត់ទ្រូងវាដែលបាក់ឆ្អឹងរលួយសាច់នឹងវាសម្លឹងមកព្រៃខ្លាទាំងខឹងរួចវាខំប្រមូលដង្ហើមចុងក្រោយសូត្រគាថាខ្លីមួយទាំងត្រដាប់ត្រដួសចេញឈាមតាមមាត់គ្រាន់តែវាសូត្រចប់អាខ្សែអំបោះខ្មៅដែលនៅសេសសល់ក្នុងព្រៃនឹងចាប់ផ្ដើមញ័របញ្ចេញសម្លេងចម្លែកកងរំពងតាសាក់គាត់រត់ត្រឡប់មកដល់វិញទាន់គាត់ឃើញសភាពការអញ្ចឹងគាត់ស្រែកប្រាប់គ្នាគាត់ទាំងដង្ហើមញាប់ថាវាមិនទាន់ចប់ទេចំណងចុងក្រោយកំពុងស្រូបធម្មពលងងឹតទាំងអស់មកផ្ដុំគ្នាបើយើងមិនទៅបំបែកវាឥឡូវនេះទេអាគមនេះវានឹងផ្ទុះសម្រាប់គ្រប់យ៉ាងនៅក្នុងព្រៃនេះពុំខានស្ថានភាពពេលនេះតានតឹងដកដង្ហើមស្ទើរតែមិនដល់គ្នាតាសាក់គាត់ចង្អុលវឹងទៅខាងកើតគាត់ទឿនគ្នាយ៉ាងប្រញាប់ថាតោះរត់ទៅកន្លែងចំណងចុងក្រោយឥឡូវនេះពួកគាត់ទាំង4នាក់ខំប្រឹងអូសជើងរត់កាត់ព្រៃទោះបីជាតាហាក់និងតាខុនកំពុងរបួសក្នុងខ្លួនក្អួតឈាមទន់ជើងស្ទើរតែដួលក៏ដោយក៏គាត់ខំថ្មិញអត់ខ្វល់ដែររត់មកដល់កណ្ដាលចលងដីមួយដែលមានអាប់ក្រាស់តាសាក់គាត់ឈប់ងក់គាត់ឃើញចំណងចុងក្រោយបញ្ចេញពន្លឺពណ៌ស្វាយអាប់នៅក្រោមដើមពោធិ៍ចាស់មួយខ្យល់នៅទីនោះត្រជាក់ស្រេបដូចទឹកកក
ស្រាប់តែពេលនឹងដីញ័រដោយការរញ្ជួយដីអញ្ចឹងដើមឈើតូចបាក់រៀបដល់ដីអាព្រៃជ្រូកព្រៃដែលបាក់ចង្គមមកខាងរយៈសាច់ហូរឈាមខ្មៅពីការជុលជាមួយគោបាមុននេះនឹងវាដើរចេញពីគុម្ពោតព្រៃមកយឺនតែលើកនេះវាមិនដូចមុនទេភ្នែកវាឡើងក្រហមទុំបញ្ចេញពន្លឺខ្សែអំបោះនៅកៅវិរិតចូលក្នុងសាច់បាត់ទៅហើយអាគមចុងក្រោយនឹងបានកែប្រែឲ្យជ្រូកព្រៃនេះឲ្យคล้ายជាម៉ាស៊ីនសម្លាប់មនុស្សដែលអត់ចេះឈឺចាប់និងគ្មានវិញ្ញាណវាបន្តកាយដីហុយផ្សែងខ្មៅតាមច្រមុះរួចវាបុកតម្រង់មកតាសាក់យ៉ាងសាហាវល្បឿនដោយរថភ្លើងដាច់ហ្វ្រាំងតាហាក់នឹងតាខុនដឹងថាទោះស្លាប់ក៏ត្រូវតែរាំងវាឲ្យខាងតែបានគាត់ក៏សូត្រគាថាបញ្ជាសត្វអាគមគាត់ចូលទៅទប់ខ្លាគីដែលភ្លើងវាស្រអាប់មែនទែននឹងស្ទុះទៅខំជើងវាពីឆ្វេងឯគោបាដែលកំពុងហូរឈាមតាមស្មានឹងដើរអូសជើងមកខាងនឹងស្ទុះមកជុលពីស្ដាំដើម្បីបំបែកទិសឲ្យជ្រូកព្រៃកុំឲ្យទៅដល់តាសាក់ចំណែកយាយភីគាត់ចាប់ម្សៅថ្នាំអស់ពីថងបង្កើតរង្វង់ការពារពណ៌សបីជាន់ជំវិញតាសាក់តាហាក់នឹងតាខុនឈរញ័រជើងខំប្រឹងសូត្រគាថាទាំងត្រដាប់ត្រដួបញ្ជូនធម្មពលឲ្យសត្វអាគមពួកគេអត់ឈប់រហូតដល់ឈាមហូរចេញតាមច្រមុះពួកគាត់តែអាជ្រូកព្រៃវាបាត់បង់សតិហើយទោះបីជាត្រូវខ្លាអគីខំឬគោបាជុលក៏វាមិនខ្វល់វានៅតែបុកទៅមុខវាក្រវាសក្បាលវាវាយកំទេចខ្លាអគីឲ្យខ្ទាតចេញទៅម្ខាងរួចវាស្ទុះមកបុករង្វង់ការពាររបស់យាយភីដងរង្វង់ទី1បែកខ្ទេចស្របពេលដែលគោបាខំប្រទាញវាពីក្រោយអត់ឲ្យវាទៅមុខរួចយាយភីគាត់ប្រឹងទប់រហូតដល់ក្អួតឈាមមួយមាត់រង្វង់ទី2ក៏ប្រេះស្រាំតាសាក់គាត់ដឹងថាពេលនេះចិត្តអស់ហើយគាត់ប្រមូលកម្លាំងចិត្តដែលនៅសល់ញើសហូរជោគអាវដៃគាត់ញ័រទៅត្រាក់គាត់ខំអណ្ដាតខ្លួនឯងយកឈាមមកគូសលើយន់រួចសង្កត់បិទទៅលើចំណងចុងក្រោយចំពេលដែលជ្រូកព្រៃបុកបែករង្វង់ទី3របស់យាយភីល្មមគ្រាន់តែបិទជាប់ភ្លាមផ្ទុះបំលន់ពេញព្រៃដោយគេទម្លាក់ក្របបែករលកពន្លឺពណ៌សរសៃភីពេញព្រៃវៃបកឲ្យជ្រូកព្រៃឲ្យខ្ទាតចេញឆ្ងាយអាស្មៅដែលគេចងគួចនឹងក៏ដាច់ចេញពីគ្នាប្រែជាពណ៌បៃតងវិញធម្មតាខ្សែអំបោះខ្មៅដែលរុំព្រៃទាំងមូលនឹងក៏ដាច់រលាយបាត់ទៅក្នុងអាកាសអស់ភ្លាមនោះអាខ្សែអំបោះនៅកំព្រៃជ្រូកព្រៃក៏រលាយជាផ្សែងបាត់វាឈប់វាយខ្លួនវាញ័រទៅត្រាក់ដោយជង្គង់ចុះដីដកដង្ហើមហត់កខុសភ្នែកវាដែលធ្លាប់តែក្រហមនឹងក៏ប្រែមកជាពណ៌ធម្មជាតិវិញគោបាននឹងខ្លាគីក៏ដើរមកឈរក្បែរម្ចាស់វារួចក៏រលាយបាត់រូបទៅព្រោះតាហាក់នឹងតាខុនអត់មានកម្លាំងសូម្បីតែបន្តិចដើម្បីបញ្ជូនឲ្យវាទៀតទេពួកគាត់ទាំងពីរដួលអង្គុយលើដីមុខស្លេកកាត់បាច់ដកដង្ហើមញាប់សម្លឹងមើលមុខគ្នាអាព្រៃជ្រូកព្រៃវាងើបមុខមើលពួកគាត់មួយសន្ទុះរួចវាក្រហមខ្សោយហាក់ចង់អរគុណដែលជួយដោះលែងវាពីអាគមខ្មៅរួចវាក៏ដើរអូសជើងចេញទៅយឺនលែងវាយពួកគាត់ទៀតហើយព្រៃទាំងមូលក៏ត្រឡប់មកស្ងប់ស្ងាត់វិញពួកគាត់ទាំង4នាក់ទម្លាក់ខ្លួនដេកផ្ទាល់ដីដកដង្ហើមធូរទ្រូងក្រោយពីរួចផុតពីសេចក្តីស្លាប់យ៉ាងប្រផិតប្រផាយបំផុតតែរឿងនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះងាកមកមើលអាអ្នកចងព្រៃឯនេះវិញគ្រាន់តែចំណងចុងក្រោយផ្ទុះបែកខ្ទេចភ្លាមអាគមវាដែលធ្លាប់តែខ្លាំងនឹងក៏វាយបកចូលខ្លួនវាវិញផាំងសំឡេងផ្ទុះលាន់ក៏ក្រើករលកធម្មពលខ្មៅបានវាយអុកចំកណ្ដាលទ្រូងវាពេញទំហឹងឈើច្រត់អាគមដែលវាក្តាប់ជាប់នៅដៃនឹងស្រាប់តែប្រេះស្រាំរួចបាក់ជាពីរកំណាត់ខ្ទាតធ្លាក់ទៅដីលាន់សូប្រាវខ្លួនវាប៉ៅរមៀលជិត10ម៉ែត្រទៅបុកគល់ឈើធំមួយក្អួតឈាមមកខ្លាក់អាគមខ្មៅដែលធ្លាប់គ្របដណ្ដប់ព្រៃទាំងមូលនឹងក៏រលាយបានអស់រលីងគ្មានសល់សូម្បីតែផ្សែងក៏មើលលែងឃើញវាខំប្រឹងយកដៃញាប់ញ័ររបស់វាសង្កត់ទ្រូងដែលបាក់ឆ្អឹងនឹងលើខ្លួនងើបឡើងយឺតតែគ្រាន់តែរើបន្តិចវាក៏ក្អួតឈាមស្រស់លាយដុំសាច់មកមួយមាត់ធំទៀតដកដង្ហើមថប់ចង់គាំងបេះដូងតាហាក់នឹងតាខុនឃើញសភាពវាអញ្ចឹងក៏ដើរអូសជើងយឺតចូលទៅឈរពីមុខវាពួកគាត់ទាំងពីរក៏របួសធ្ងន់មិនធម្មតាដែរតែខំធ្មេញទ្រាំមិនព្រមទុនខ្សោយឲ្យសត្រូវឃើញឯតាសាក់នឹងយាយភីដើរពីក្រោយភ្នែករំពៃមើលឆ្វេងស្ដាំត្រៀមខ្លួនជានិច្ចក្រែងលោវាលេងខូចមានបង្កប់អាគមផ្ដាច់ប្រលឹងអីចុងក្រោយតាហាក់គាត់ឈរអន់សម្លឹងមើលអាអ្នកចងព្រៃដែលកំពុងដកដង្ហើមតិចឈាមហូរប្រឡាក់ពេញអាវរួចគាត់កំហកសួរខ្លាំងសម្លុតថាចុះពួកមនុស្សស្រីដែលអញចាប់មកនឹងឥឡូវនៅឯណាឲ្យប្រាប់មកឲ្យលឿនមុនពេលអញបញ្ជូនអញទៅនរកអាអ្នកចងព្រៃវាខំប្រឹងងើបមុខស្លេកស្លាំងរបស់វាមើលតាហាក់វាអត់ខ្លាចស្លាប់ទេវាមិនត្រឹមតែមិនឆ្លើយវាបែរជាសោយស្អកទាំងឈាមហូរតាមចុងមាត់ក៏ខ្លាក់ហាក់ដូចជាកំពុងសោយចំអកឲ្យជោគវាសនារបស់ពួកគាត់អញ្ចឹងវាដកដង្ហើមខ្សោយដើមក៏អួលរួចនិយាយតបវិញសម្លេងចំអកមើងងាយថាពួកឯងគិតថាសម្រាប់អញបានរឿងគ្រប់យ៉ាងវាចប់ត្រឹមនឹងមែនពួកឯងល្ងងណាស់តាខុនគាត់ខឹងឆេវក៏បោះជំហានទៅមុខមួយជំហានជើងគាត់ជន់សង្កត់លើឈើច្រត់វាដែលបាក់នឹងរួចកំហកឲ្យថាបើដឹងអីឆាប់និយាយមកកុំឲ្យអញប្រើធေါ်ក្តៅដុតព្រលឹងឯងឲ្យរលាយកណ្ដាលព្រៃនេះវាស្ដាប់ហើយក៏ញញឹមសើចចំអកមើលទៅដូចមនុស្សអស់សង្ឃឹមតែពោពេញដោយភាពពឹសពុលទើបវាព្រមហើបមាត់ប្រាប់ការពិតថាតាមពិតទៅវាមិនមែនជាមេខ្លោងធំអីទេកុំអស់ពេកគ្រាន់តែឮវាថាមិនមែនមេខ្លោងពួកគាត់ទាំង4នាក់សម្លឹងមើលមុខគ្នាលេឡាទឹកមុខដែលទើបតែធូរស្រាលអំបញ្ញមិញក៏ប្រែជាធ្ងន់ធ្ងរតានតឹងតែម្ដងតាហាក់គាត់ក្តាប់ដៃយ៉ាងខ្លាំងរហូតចេញឈាមតាមកញ្ចក់គាត់នឹកឃើញថា
ត្រឹមអាសិស្សទើបតែចេះអាគមប៉ុណ្ណឹងធ្វើឲ្យពួកគាត់វាយឡើងចង់អស់ខ្យល់សឹងតែបាត់បង់ជីវិតទៅហើយចុះតម្រាំអាគ្រូវ៉ាទៀតមិនដឹងសាហាវព្រៃផ្សៃយ៉ាងណាទេយាយភីគាត់ទប់អារម្មណ៍ភ័យព្រួយមិនបានក៏ដើរទៅមុខបន្តិចសួរបញ្ជាក់ថាចុះគ្រូរបស់ឯងនឹងជានរណាឲ្យប្រកាសទៅឆាប់ប្រាប់មកអាអ្នកចងព្រៃវាសើចក្អកចេញឈាមមកទៀតរួចវាខំប្រមូលខ្យល់ដង្ហើមនិយាយទាំងត្រដាបត្រដួសថាគ្រូរបស់អញគឺអាចារ្យវីរៈជាម្ចាស់អាគមងឹតដែលពួកឯងកំពុងតាមរកនឹងឯងវាបើកភ្នែកធំសម្លឹងទៅពួកគាត់រួចវាបន្តទៀតថាពួកអញពិតជាពូកែមែនដែលអាចសម្លាប់សិស្សច្បងអញអាគ្រូមឿននៅឯភ្នំក្រហមនោះកាលពីខែមុនបានហើយឥឡូវនេះពួកឯងថែមទាំងសម្លាប់អញដែលជាសិស្សទី2និងជាសិស្សចុងក្រោយរបស់លោកគ្រូទៀតលើឈ្មោះគ្រូមឿនភ្លាមតាហាក់និងតាខុនភ្ញាក់ព្រឿននឹកឃើញដល់ការប្រយុទ្ធដ៏លំបាកកាលពីលោកមុនទើបដឹងថាការពិតពួកវាសុទ្ធតែជាសិស្សរបស់អាចារ្យវីរៈសោះអាអ្នកចងព្រៃវាញឹមចុងមាត់រួចបញ្ចើចបន្តថាតែពួកឯងកុំអរឲ្យសោះគាត់នឹងចុះមកសម្លាប់ពួកឯងហើយសាច់ពួកឯងដោយផ្ទាល់ដៃតែម្ដងគ្មាននរណាអាចគេចផុតពីកំហឹងរបស់គាត់បានឡើយតែសាក់គាត់អត់ខ្វល់រឿងវាគំរាមនឹងទេគាត់បោះសំណួរសួរចំម្ដងទៀតថាឆ្លើយរឿងសំខាន់មកចុះមនុស្សស្រីដែលបាត់ខ្លួនរាប់សិបនាក់ហ្នឹងឥឡូវនៅឯណាវាបិទភ្នែកដកដង្ហើមធំរួចឆ្លើយខ្សោយសំឡេងស្ទើរតែស្ដាប់មិនបានថាពួកនាងអត់នៅទីនេះទេគេបញ្ជូនពួកនាងទៅដល់ភ្នំរបស់អាចារ្យវីរៈអស់តាំងពីមុនពួកឯងមកដល់ម្លេះដើម្បីត្រៀមធ្វើពិធីធំវាខំងើបមុខសម្លឹងទៅលើមេឃញញឹមចុងក្រោយមួយដែលមើលទៅគួរឲ្យខ្លាចរួចនិយាយបន្សល់ទុកជាបណ្ដាសាថាពួកឯងគ្មានថ្ងៃទៅរំដោះពួកនាងទាន់ទេពួកឯងនឹងត្រូវអាចារ្យវីរៈបញ្ចុះសពនៅលើភ្នំនោះពុំខាននិយាយចប់ត្រឹមហ្នឹងក្បាលវាក៏ទម្លាក់ចុះខ្ពកទៅនឹងទ្រូងដាច់ខ្យល់ស្លាប់បាត់ទៅភ្នែកវានៅបើកកឡោតសម្លឹងមកពួកគាត់ដដែលអាអ្នកចងព្រៃស្លាប់មែនតែសម្ដីវាបានបន្សល់ទុកនៅគ្រោះថ្នាក់ដ៏ធំបំផុតដែលរងចាំពួកគាត់នៅខាងមុខព្រោះពេលនេះពួកគេត្រូវតទល់ជាមួយមេធំដោយផ្ទាល់តែម្ដងពេលអាអ្នកចងព្រៃដាច់ខ្យល់ស្លាប់ស្ងាត់ឈឹងភ្លៀងព្រៃទាំងមូលហាក់ដូចជាដកដង្ហើមបានស្រួលឡើងវិញខ្យល់ត្រជាក់បក់វូកាត់ស្លឹកឈើបោសសម្អាតក្លិនអាគមខ្មៅនិងក្លិនឈាមស្អុយរលួយចេញអស់សំឡេងសត្វយំកកកក្អាកលាន់លឺឡើងវិញពេញព្រៃងាកមកមើលអាព្រៃខ្លាឯនេះវិញវាដើរយឺតទៅឈរលើផ្ទាំងថ្មសម្លឹងមកពួកគាត់ទាំង4នាក់ដោយខ្សែភ្នែកទន់ភ្លន់ខុសពីមុនវាក្រហមតិចបញ្ចេញសំឡេងកតញ្ញូហាក់ចង់ប្រាប់ថាលាគ្នានឹងអរគុណដែលរំដោះវារួចវាក៏លោតផ្លោះបាត់ចូលព្រៃជ្រៅទៅឯអាព្រៃជ្រូកព្រៃដែលរងរបួសនឹងក៏អញ្ចឹងដែរវាឈរមើលមុខពួកគាត់មកផ្លែតងក់ក្បាលចុះបន្តិចរួចក៏រត់អូសជើងតាមព្រៃខ្លានឹងទៅបាត់ដែរក្រោយប្រយុទ្ធគ្នាស៊ីសាច់ហត់ឈាមតាំងពីល្ងាចរហូតដល់យប់ជ្រៅពួកគាត់ទាំង4នាក់ទន់ដៃទន់ជើងអស់កម្លាំងពីខ្លួនរលីងពួកគាត់គ្រាគ្នានាំគ្នាដើរត្រឡប់ទៅកន្លែងធ្នាក់វិញទាំងត្រដាប់ត្រដួសយប់នឹងព្រៃត្រឡប់មកស្ងប់ស្ងាត់ធម្មតាវិញតាហាក់បង្កាត់ភ្លើងអង្គុយស្ងៀមសម្លឹងមើលរងើភ្លើងបន្តិចក្រោយមកតាហាក់ក៏ហៅតាគុណទាំងសោយតិចថាណែអាគុណបើចប់រឿងនេះហើយអញសុំទៅស៊ីសាច់គោអាំងដាក់ជាមួយស្រាល្អហើយបើមានស្រីស្អាតមកកំដរទៀតប្រហែលជាអាចស្លាប់ដោយមិនសោកស្ដាយហើយតាគុណស្ដាប់ហើយក៏សើចតបវិញថាអាហាអើយឯនេះគិតតែរឿងស៊ីរហូតមិនមើលខ្លួនទេថាដៃជើងហូរឈាមដូចគេយកទឹកស្រោចនឹងយាយភីក៏លូកមាត់ឌឺដែរថាកុំថាឡើយស្រាបើនៅតែរឹងរូសចឹងថ្នាំខ្លាំងរបស់ខ្ញុំនេះហើយនឹងធ្វើឲ្យតាឯងដេកសមុកដូចជ្រូកដល់ព្រឹកតាសាក់សោចឡានលើពេញធ្នាក់គាត់ថាចង់ញ៉ាំអីក៏ញ៉ាំទៅតែសំខាន់យប់នឹងត្រូវសម្រាប់ឲ្យបានច្រើនព្រោះស្អែកពួកយើងត្រូវធ្វើដំណើរវែងឆ្ងាយពួកគេនិយាយលេងជាមួយគ្នាបន្តិចបន្តួចបំបត្តិភាពភ័យខ្លាចដែលទើបឆ្លងកាត់រួនយាយភីយកថ្នាំមកបិទរបួសឲ្យគ្រប់គាត់រួចនាំគ្នាសម្រាប់យកកម្លាំងលុះព្រឹកឡើងពន្លឺព្រះអាទិត្យរះចាំងកាត់ស្លឹកឈើចេញពណ៌មាសពួកគាត់ក៏រៀបចំអីវ៉ាន់ចុះពីធ្នាក់ដើរតម្រង់ទៅមុខបន្តទៀតដើរបានប្រហែលកន្លះថ្ងៃគ្រាន់តែផុតមាត់ព្រៃវឹងពួកគាត់ឈប់ងក់នៅខាងមុខឆ្ងាយនោះលេចចេញនៅភ្នំមួយខ្ពស់ត្រដែតទម្លុះពពងកំពូលភ្នំមានពពកខ្មៅងងឹតក្រាស់ខ្មឹកគួចរុំព័ទ្ធជុំវិញរហូតអត់មានពន្លឺថ្ងៃចេះចូលដល់សោះទោះនៅឆ្ងាយក៏ពួកគាត់អាចដឹងពីក្លិនអាគមដ៏ធ្ងន់និងធម្មពលសាហាវបក់ចេញពីភ្នំនឹងមកដែរវាជាធម្មពលរបស់អាចារ្យវីរៈដែលកំពុងអង្គុយរងចាំតាសាក់ចង្អុលទៅភ្នំនឹងដោយដៃញ័រតិចថានឹងហើយភ្នំរបស់អាចារ្យវីរៈការពិតប្រកបគឺនៅទីនោះតាខុនដកដង្ហើមធំសម្លឹងទៅមុខថាបើយោងតាមសម្ដីអាអ្នកចង់ព្រៃស្ត្រីដែលបាត់ខ្លួនច្បាស់ជានៅលើនឹងពុំខានពួកគាត់ត្រូវតែប្រញាប់យាយភីបន្ថែមទាំងទឹកមុខស្មើថាដំណើរទៅមុខនេះប្រកបជាត្រូវបដូរជីវិតហើយបើទៅហើយប្រហែលជាគ្មានថ្ងៃបានត្រឡប់មកវិញទេព្រោះទីនោះលែងមានកូនចៅចាំកាំងទៀតហើយគឺមានតែមេធំដែលកំពុងខឹងសម្បាតែម្ដងលឺអញ្ចឹងតាហាក់មិនញញើតទេគាត់ក្តាប់ដៃណែនសម្លឹងទៅភ្នំនឹងដោយកៅភ្នែកមុតស្រួយថាទោះអាចារ្យវីរៈខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគាត់ត្រូវតែទៅជួយអ្នកភូមិនិងបញ្ចប់រឿងអាគមងឹតនេះឲ្យបានដែរទោះស្លាប់ក៏ដោយពួកគាត់ទាំង4នាក់ងក់ក្បាលក៏បន្តដំណើរទៅមុខទៀតតម្រង់ទៅរកសត្រូវចុងក្រោយដែលធំជាងមុននិងគ្រោះថ្នាក់ជាងមុនរាប់សិបដងសាច់រឿងនៅក្នុងព្រៃដែលគេចងបានបញ្ចប់ត្រឹមនេះហើយតែសង្គ្រាមផ្ដាច់ព្រាត់ជាមួយអាចារ្យខ្មៅវីរៈ
ទើបតែចាប់ផ្ដើមពុះកញ្ជ្រោលប៉ុណ្ណោះកុំភ្លេចរងចាំតាមដានវគ្គក្រោយបន្តទៀត